ជំរាបសួរបងប្អូនទាំងអស់គ្នាពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាបាទខ្ញុំបាទមុងណារ៉េតាមការសន្យាខ្ញុំមានការផ្សាយផ្ទាល់មួយដែលរៀបរាប់លម្អិតប្រធានបទសំខាន់តាក់ទងនឹងរឿងបញ្ហារំលោភសិទ្ធិមនុស្សនៅឯទល់ដែនខ្មែរថៃជាពិសេសគឺតាក់ទងនឹងសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាដែលជាលើកទី1ហើយខ្ញុំមែនតើទៅគឺខ្ញុំពិតជាសាទរនឹងត្រេកអរហើយកោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សរបស់កម្ពុជាដែរព្រោះអីកំរធ្វើរឿងត្រូវដូចពេលនេះណាអត់ដែលធ្វើសោះហើយខ្ញុំឲ្យ credit សូមកោតសរសើរហ្នឹងគឺដោយសារតែរឿងថាគាត់ចេញសេចក្តីថ្លែងការណ៍ពីការរំលោភសិទ្ធិមនុស្សបាទសេចក្តីថ្លែងការណ៍របស់គាត់ហ្នឹងគឺតាក់ទងនឹងរឿងចំនួនទល់ដែនដែលមែនតើទៅគឺគួរតែចេញយូរហើយមិនចេញតែពេលនេះទេគឺចេញតាំងថ្ងៃទី7ខែមិថុនាប៉ុន្តែយ៉ាងហោចណាស់ក៏គាត់បានចេញសេចក្តីថ្លែងការណ៍ព្រោះគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលជាទូទៅគឺបញ្ហាសិទ្ធិមនុស្សនឹងគាត់មិនសូវមើលឃើញទេប៉ុន្តែឥឡូវនេះដោយសារតែរឿងនេះប៉ះពាល់នឹងប្រជាពលរដ្ឋច្រើនហើយជាភាពក្លាហានរបស់គាត់ដែរហើយខ្ញុំនឹងបញ្យល់លម្អិតអំពីថាតើការដែលថ្លែងអំពីការប៉ះពាល់សិទ្ធិមនុស្សហ្នឹងខាងរដ្ឋាភិបាលកម្ពុជាជាពិសេសគណៈកម្មការសិទ្ធិមនុស្សហ្នឹងគាត់ចង់និយាយពីអីហើយចង់បានអីមកវិញជាលទ្ធផលសម្រាប់សេចក្តីថ្លែងការណ៍របស់គាត់នៅក្នុងពេលនេះបាទចុងក្រោយគឺតកតងនឹងរឿងព្រំដែនកម្ពុជាថៃដដែលទេគឺថាតើវាអាចបញ្ជាសង្គ្រាមរួចដែរឬទេនៅពេលដែលចំនួននេះកាន់តែតានតឹងហើយមើលទៅដូចថាបន្ថែមកម្លាំងទ័ពហ្នឹងកាន់តែច្រើនហើយថ្នាក់ដឹកនាំនៃពីប្រទេសហ្នឹងគឺអ្នកខ្លះហ្នឹងគឺគ្រាន់តែជាស៊ីវិលសោះហ្នឹងជួនកាលហ្នឹងមានឱកាសបានទៅទល់ដែនហ្នឹងក៏ក្រងសម្លៀកបំពាក់ជាយោធាហ្នឹងគឺដើម្បីជាការលើកទឹកចិត្តដល់ទាហានជួរមុខក៏ពិតមែនហើយគឺជាការពិតដែលយើងធ្វើដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជាយើងហើយប៉ុន្តែដូចថាវាជារបៀបជារូបភាពនយោបាយច្រើនដែរបាទឥឡូវកុំឲ្យខាត់ពេកខ្ញុំនឹងបន្ថែមខ្លះទៀតអំពីប្រសាសន៍របស់លោកហ៊ុនសែនដែលថ្លែងឮថាជាង1ម៉ោងជាង2ម៉ោងទៅហើយតាក់ទងនឹងរឿងព្រំដែនថៃតាក់ទងនឹងរឿងរដ្ឋាភិបាលថៃតាក់ទងនឹងអីមួយកណោដែរខ្ញុំមិនបានតាមដានគាត់បានអស់ទេដោយសារតែខ្ញុំរវល់នឹងត្រៀមឯកសារសម្រាប់ធ្វើ show នេះដែរប៉ុន្តែឃើញសារព័ត៌មានក្នុងស្រុកនោះក៏គេបានដកស្រង់ប្រសាសន៍ខ្លះហើយចែកផ្សាយឡើងសុសសាយដែលមែនតើទៅមិនជារឿងអីភ្ញាក់ផ្អើលទេព្រោះឮសូលោកចង់ស្នើឲ្យទៅរដ្ឋមន្ត្រីក្រសួងយុតិធម៌លោកកើតរិទ្ធហ្នឹងថារៀបចំមើលគិតគូរធ្វើច្បាប់ដកសញ្ជាតិខ្មែរដែលព្រួតគ្នាកាន់ជើងថៃអត់កាន់ជើងកម្ពុជាអញ្ចឹងណាច្បាប់គាត់ហ្នឹងគឺធ្វើដើម្បីដកសញ្ជាតិខ្មែរណាដែលអត់និយាយសរសើររដ្ឋាភិបាលកម្ពុជានៅក្នុងពេលដែលមានចំនួនជាមួយថៃដោយសារចាត់ទុកថាអ្នកណាដែលនិយាយបានប្រយោជន៍ទៅថៃហ្នឹងចាត់ទុកថាជាជនក្បត់ជាតិអីអញ្ចឹងទៅគួរដកសញ្ជាតិដកអីខ្ញុំថាមិនសូវភ្ញាក់ផ្អើលប្រហែលដែរទេរឿងការដកសញ្ជាតិរឿងការធ្វើច្បាប់ឲ្យជួនកាលហ្នឹងគាត់អាចថាកំពុងខឹងក្រែវក្រោតខ្លាំងតាក់តងនឹងរឿងអត់ព្រមជួយសរសើរខ្មែរសោះថៃវាយចង់ទ្រាំខ្លួនហើយខ្មែរគ្នាឯងនាំគ្នាមកវាយប្រហាររដ្ឋាភិបាលកម្ពុជាអញ្ចឹងទៀតណាតាមពិតរឿងនេះគឺជារឿងក្រូចនឹងផ្លែប៉ោមទៀតហើយបងប្អូនរឿងនៅព្រំដែនរបស់យើងបងប្អូនខ្ញុំរំភើបមែនតើព្រោះអីខ្ញុំទៅនិយាយពីរឿងបញ្ហាសិទ្ធិមនុស្សនៅព្រំដែនហ្នឹងបានមួយថ្ងៃហើយខ្ញុំចង់និយាយយូរហើយប៉ុន្តែរកឱកាសនិយាយអត់ទាន់បានប៉ុន្តែនៅពេលដែលខ្ញុំសំទោសមិនមែននិយាយថាស្អីគេមួងណារ៉េតហ្នឹងយកបងយកកលិកគេហើយទៅនិយាយរឿងសិទ្ធិមនុស្សហ្នឹងស្រាប់ដល់ពេលគណៈកម្មការសិទ្ធិមនុស្សគេចេញសេចក្តីប្រកាសមកមិនចង់តោងកលិកគេហើយគេមិនបានគិតរឿងហ្នឹងគេគិតយូរហើយអញ្ចឹងទៅមិនមែនអញ្ចឹងទេខ្ញុំសរសើរខ្ញុំត្រេកអរខ្ញុំសាទរនៅពេលដែលគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកកែវរ៉ាមីធ្វើរឿងត្រូវជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអត់ដែលធ្វើសោះគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះកុំថាឡើយគេមិនលោភប្រជាធិបតេយ្យនៅស្រុកខ្មែរដល់ណាគឺគាត់នៅមាត់ស្ងៀមបើមិនចឹងចេញមកបកស្រាយសរសេររបាយការណ៍ផ្ញើទៅអង្គការសហជីវជាតិទៅប្រាប់ថាការបង្ក្រាបនឹងត្រូវទៀតសូម្បីតែអន្តរជាតិកំពុងតែថ្កោលទោសយើងហ្នឹងគាត់ទៅប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជីវជាតិឬក៏នៅក្នុងសេចក្តីរាយការណ៍អំពីគេហៅស្អីការត្រួតពិនិត្យជាសកលតាមការកំណត់របស់អង្គការសហជីវជាតិពីរឿងសិទ្ធិមនុស្សនៅកម្ពុជា 4-5 ឆ្នាំគេធ្វើម្ដងទៅនឹងគ្មានស្អីក្រៅតែពីសូត្រអដែលនឹងថាគេរំលោភសិទ្ធិមនុស្សប៉ុណ្ណាក៏យើងថានឹងធ្វើត្រូវគណៈកម្មាធិការសិទ្ធិមនុស្សនេះអត់ដែលមើលឃើញរឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជាសូម្បីតែមួយករណីសូម្បីតែ EBA ដែលគេកាត់ដោយសារការរំលោភសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិមួយប្រទេស27ដែលមានសមាជិកតំណាងរាស្ត្រគេរាប់ 5-600 នាក់ដែលគេសម្រេចមកថាកម្ពុជារំលោភសិទ្ធិមនុស្សរំលោភសិទ្ធិកម្មកររហូតដល់គេដាក់ដក EBA 20%គណៈកម្មាធិការសិទ្ធិមនុស្សរបស់លោកកែវរ៉ាមីមើលអត់ឃើញតែបន្តិចដល់ពេលម្ដងនេះគាត់និយាយពីរឿងសិទ្ធិមនុស្សរឿងរំលោភនៅព្រំដែនថៃខ្ញុំសរសើរដោយស្មោះភាពក្លាហានហើយយកចំណុចល្អមែនតើយកមកនិយាយគាត់ថាចេះ
តាមពិតសេចក្តីថ្លែងការណ៍របស់គាត់នឹងវាយឺតពេលណាស់ទៅហើយគាត់ថាយ៉ាងណាយឺតគ្រាន់បើជាងអត់សោះព្រោះបើចេញតាំងថ្ងៃ7ខែមិថុនាពេលដែលគេបិទព្រំដែនយើងភ្លាមណាឥឡូវសេចក្តីថ្លែងការណ៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជារបស់លោកកែវរមីដែលតំណាងឲ្យរដ្ឋាភិបាលកម្ពុជានឹងគាត់ចេញដើម្បីតបទៅនឹងការបិទព្រំដែនរបស់ភាគីថៃដោយឯកតោភាគីនឹងគឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សយ៉ាងខ្លាំងខ្ញុំថាអស់ចាមែនតើខ្ញុំពេញចិត្តដែរបើសិនជាលើកចឹងតាំងពីគេរំលាយគណៈបកសង្គ្រោះជាតិតាំងពីគេចាប់សកម្មជនដាក់ពន្ធនាគារតាំងពីគេធ្វើទុកបុកម្នេញសារព័ត៌មានអង្គការសង្គមស៊ីវិលបើគណៈកម្មការសិទ្ធិមនុស្សហ៊ាននិយាយតាមចំណុចដោយអ្វីដែលនិយាយខ្ញុំថាមិនដឹងជាយើងអស់ចាប៉ុណ្ណាទេគាត់និយាយចេះការរំលោភសិទ្ធិមនុស្សសេចក្តីថ្លែងការណ៍គាត់នេះចេញថ្ងៃ26បងប្អូនការរំលោភសិទ្ធិមនុស្សគឺកើតឡើងមានយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនៅពេលថ្មីនេះការបិទព្រំដែនភ្លាមនឹងមិនបានជូនដំណឹងជាមុនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានរួមមានខ្ញុំអត់នឹងសូត្រទាំងអស់ទេគ្រាន់តែខ្ញុំច្បិចអ្វីដែលសរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយើងមែនតើទីមួយគឺថាសេរីភាពនៅក្នុងការធ្វើដំណើរប៉ះពាល់ដល់អីគាត់យកអាស្អីគេសិទ្ធិនេះសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា13និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមាត្រា12ចឹងបានថាខ្ញុំសរសើរណាស់ប្រទេសកម្ពុជាមិនខ្វះទេបញ្ញវន្តមិនខ្វះទេបណ្ឌិតមិនខ្វះទេអ្នកចេះច្បាប់នៅពេលអញ្ចឹងបានយើងដឹងថាចេញមកអស់ហើយឃើញនៅត្រូវរឿងឃើញត្រូវទេទី2គាត់ថាសិទ្ធិមានជីវភាពរស់នៅសមរម្យគឺគាត់យកមាត្រា1តាក់ទងនឹងសិទ្ធិការពារដោយកតិសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌មាត្រា11ដោយសារអីតែយើងបិទយើងអីចឹងទៅជីវករគ្នាពិបាកវេទនាចាសិទ្ធិដើរហើរមិញដំបូងហ្នឹងយើងប្រជាពលរដ្ឋដែលត្រូវការមកផ្ទះសម្បែងត្រូវដើរដោយសេរីអីប្រទេសកម្ពុជាសោះហេតុអីបានមកស្រុកឯងអត់វិញអត់បានហើយបើគេចង់ទៅថៃហេតុអីក៏ទៅបានព្រោះគេមានប៉ាសពតមានអីស្របច្បាប់តែគេអាចទៅបានហេតុបានបិទឃើញទេយកច្បាប់អន្តរជាតិយកអីមកនិយាយហ្នឹងគឺថាខែងរាយឲ្យត្រូវរឿងទី2មិញនិយាយពីសិទ្ធិរស់នៅសមរម្យហ្នឹងគឺមាត្រាពីប៉ះពាល់អីដោយសារអីតែយើងធ្វើប្រកបរបរចិញ្ចឹមជីវិតពាណិជ្ជកម្មកម្មករកសិករអាជីវករតូចតាចអីហ្នឹងតើគាត់បង្ហោះចំណូលហ្នឹងដើម្បីចិញ្ចឹមជីវិតចុះបើអត់អាមកជួយបាយចិញ្ចឹមជីវិតដោយសារយើងបិទហ្នឹងតើគ្នាបានអីរំពឹងទី3គាត់និយាយពីសិទ្ធិមានការងារធ្វើសិទ្ធិការងារធ្វើនេះគាត់ដកស្រង់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា23កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចនិងសង្គមមាត្រា6ច្បាស់ឲ្យគឺត្រូវចំហ្មងខ្ញុំបានអានមាត្រាទាំងអស់នោះឲ្យសូមសរសើរគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក្រោមការដឹកនាំរបស់លោកកែវរេមីមែនតើប៉ាកែខ្ញុំសូមសរសើរនេះបានហៅថាចំសាច់រឿងទី4សិទ្ធិទទួលព័ត៌មានអ្នកដំណើរពាណិជ្ជករកម្មកររាប់ពាន់អ្នកត្រូវបានជាប់គាំងជួលច្បល់នៅតាមព្រំដែនដោយសារតែការបិទព្រំដែនជាឯកតោភាគីប្រទេសថៃអត់បានជូនដំណឹងអីមុនវាផ្ទុយទៅនឹងមាត្រារបស់កតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមាត្រា19ច្បាប់អន្តរជាតិ3យកមកផ្គប់នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ទៅបាន 3-4 ចំណុចនេះទី5សិទ្ធិទទួលបានសុខភាពនិងការអប់រំទោះបីជាសិស្សឬក៏និស្សិតត្រូវអនុញ្ញាតឲ្យឆ្លងដែនក៏ពួកគេជួបប្រទះបញ្ហាប្រឈមដូចជាអីពាក់ព័ន្ធឯកសារផ្សេងសិទ្ធិនេះត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌មាត្រា13 14 15សម្រាប់12 13 14លើកមកទាំងអស់ហើយត្រូវទាំងអស់ហើយមិនខុសមកចំណុចណាទេខ្ញុំសូមសរសើរទី6ការជួញដូរមនុស្សនៅពេលដែលច្រកព្រំដែនមានសវត្ថិភាពស្របច្បាប់ហើយត្រូវបានបិទបង្ខំឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយឆ្លងកាត់ដោយខុសច្បាប់ជាពិសេសកម្មករដែលកំពុងទៅធ្វើការនិងបង្កើនហានិភ័យការជួញដូរមនុស្សជាពិសេសក្រុមជនងាយរងគ្រោះដូចជាស្ត្រីកុមារមនុស្សចាស់និងជនពិការជាដើមអស្ចារ្យមែនតើហើយដោយសារអីដោយសារតែការបិទព្រំដែនដោយឯកតោភាគីរបស់ថៃនេះសារបែបនេះគឺជាសារដ៏រឹងមាំហើយខ្ញុំម្ដងទៀតសូមសរសើរថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជានៅក្នុងការចេញសារបែបនេះដែលគួរតែចេញយូរហើយក៏ដោយប៉ុន្តែវាមិនយឺតពេកទេកម្ពុជាហេតុអីបានជាយកច្បាប់អន្តរជាតិយកមកសូត្រពេញនៅក្នុងกระดาษរបស់ខ្លួនដោយសារតែកម្ពុជាគឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិច្បាប់អន្តរជាតិនឹងទាំងអស់នៅក្នុងមាត្រា30ជាងនៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថាប្រទេសកម្ពុជាធ្វើសច្ចាប័នទទួលស្គាល់ច្បាប់អន្តរជាតិមានកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយសិទ្ធិសេដ្ឋកិច្ចសង្គមវប្បធម៌និងសេចក្តីប្រកាសសកលសិទ្ធិមនុស្សទាំងអស់ហ្នឹងគឺរដ្ឋាភិបាលចាប់ផ្ដើមប្រើក៏ប៉ុន្តែវាគួរឲ្យសោកស្ដាយអាសិទ្ធិច្បាប់ស្អីទាំងអស់ហ្នឹងកាលពេលរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យពេញផ្ទៃប្រទេសរដ្ឋាភិបាលរតាមមាត្រាណាមួយមកនិយាយអត់បានមកការពារប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងអត់បាននេះខ្ញុំកំពុងតែឆ្ងល់ហើយនៅពេលដែលលោកនិយាយអំពីបញ្ហានេះខ្ញុំសូមសរសើរប៉ុន្តែខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលកម្ពុជាប្រយ័ត្នប្រយែងយ៉ាងមែនតើណារឿងមួយរឿងចោតភាគីថៃហើយខ្ញុំអត់មានកាន់ជើងថៃខ្ញុំមកដល់ម៉ោងនេះខ្ញុំនៅតែកោតទោសយោធាថៃយ៉ាងដាច់អហង្ការនៅក្នុងការប្រព្រឹត្តផ្ដេសផ្ដាស់តទៅនឹងការបិទព្រំដែនដោយឯកតោភាគីនេះគឺជាទង្វើដ៏កំសាកញីផ្
ផ្ទុយនឹងរដ្ឋធម្មនុញ្ញផ្ទុយនឹងច្បាប់ជាតិច្បាប់អន្តរជាតិដាក់ច្បាប់មនុស្សធម៌សពបែបយ៉ាងទង្វើនេះគឺមិនត្រឹមតែថ្កោលទោសទេគឺត្រូវដឹងទៅដល់តុលាការឬក៏យន្តការអន្តរជាតិដើម្បីឲ្យប្រទេសថៃទទួលខុសត្រូវចំពោះអ្វីដែលមានបញ្ហាដូចអ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្សលើកឡើងហ្នឹងគួរតែផ្ដំទាទោសប្រទេសថៃយោធាថៃតាក់ទងនឹងការប្រព្រឹត្តប្រទេសផ្ដាស់នេះអានេះគឺអត់មានការលើកលែងឲ្យថៃបានទេហើយកុំនិយាយថាអូបងប្អូននៅក្រៅប្រទេសនាំគ្នាវាយប្រហាររដ្ឋាភិបាលឯងហើយទៅកាន់ជើងថៃអត់មានកាន់ជើងទេតែធ្វើខុសអ្នកណាក៏ត្រូវតបងដែរហើយយើងមើលនៅពេលដែលយើងចោទប្រកាន់ភាគីថៃពីរឿងបិទព្រំដែនដោយឯកតោភាគីរំលោភសិទ្ធិទាំងអស់ហ្នឹងណាបងប្អូនយើងមកមើលខ្លួនឯងវិញណានៅពេលដែលយើងចង្អុលគេមករៀមមួយមករៀម4បែរមកយើងវិញណាហើយបងប្អូនច្បាស់ជាស្ដាប់ការបកស្រាយរបស់ខ្ញុំហ្នឹងតាំងទៀតថាអូលោកមុនរិទ្ធនេះសមមកគេធ្វើដកសញ្ជាតិអីហ្នឹងប្រហែលត្រូវមែនណាមើលទៅអត់ព្រមនិយាយកាន់ជើងខ្មែរសោះអាគេកំពុងតែធ្វើបាបយើងតែនិយាយកាន់ជើងថៃបងប្អូនណានៅពេលដែលសរសើរស្លាប់បង្អាប់រស់ចាំសម្ដីខ្ញុំមិនមែនជាពាក្យខ្ញុំជាពាក្យទំនៀមពាក្យខ្មែរគាត់តែយើងដកស្រង់មកគឺសរសើរស្លាប់បង្អាប់រស់យើងសរសើរជាតិយើងដែលធ្វើត្រូវគឺល្អប៉ុន្តែសរសើរជាតិដែលធ្វើខុសហើយយើងចាប់ផ្ដើមសរសើរឲ្យលងលក់នៅក្នុងការធ្វើខុសគឺយើងនាំឲ្យជាតិទៅធ្លាក់ដល់ឋានអវិជ័យហើយប្រជាពលរដ្ឋ17លានអ្នកនឹងទៅជាមួយយើងណាបងប្អូនមើលរឿងមួយពេលដែលគេចាប់ផ្ដើមយើងចោទគេពីរឿងបាត់ព្រំដែនដែលឯកតោភាគីមិនអញ្ចឹងណាអ្វីដែលលើកឡើងគឺត្រូវទាំងអស់ភាគីថៃគឺដាច់ខាតត្រូវតែថ្កោលទោសហើយខ្ញុំគ្មានលើកលែងឲ្យភាគីថៃនៅក្នុងការរឿងថ្កោលទោសហើយត្រូវហៅយុត្តិធម៌ជូនលោកសួនរោនឲ្យខាងទៅបានដរាបណាលោកសួនរោនមិនទាន់មានយុត្តិធម៌ខ្ញុំនឹងរកឱកាសផ្សព្វផ្សាយកកាយរឿងហ្នឹងឲ្យខាងទៅបានឲ្យទាល់តែមានយុត្តិធម៌សម្រាប់គាត់នឹងកងទ័ពយើងទាំងអស់ផងបាទព្រោះអីទៅបូជាឈាមដើម្បីជីវិតដើម្បីជាតិមាតុភូមិគឺជាការធ្វើពលីមួយដ៏ថ្លៃថ្លាដែលរាជខ្មែរមិនអាចបំភ្លេចវីរៈភាពនិងភាពអស្ចារ្យរបស់លោកទេប៉ុន្តែយើងចាំពេលដែលរដ្ឋាភិបាលថៃគេដាក់បិទព្រំដែនណាកម្ពុជាយើងខ្លាចជាជនរងគ្រោះបងប្អូនគេអាណិតគ្រប់គ្នាសហគមន៍អន្តរជាតិអាណិតគ្រប់គ្នាតែបងប្អូនដឹងថាហេតុអីហ៎នៅពេលដែលថៃចាប់ផ្ដើមបិទព្រំដែនដោយឯកតោភាគីគឺថៃធ្វើខុសហើយប៉ុន្តែនៅពេលដែលថៃចាប់ផ្ដើមបើកមកវិញខ្លះគឺយើងចាប់ផ្ដើមងើកភ្លាមពេលដែលថៃធ្វើដោយឯកតោភាគីគេបិទដល់ម៉ោងថាគេចង់បើកម៉ោង8យើងងើកថាម៉ោង9ចាំបើកតាមពិតទង្វើបែបនេះគឺជាទង្វើដ៏ត្រឹមត្រូវរបស់កម្ពុជាបង្ហាញពីភាពខាញ់រ៉ែងរបស់ខ្លួនណាអស្ចារ្យដើម្បីប្រាប់ថាណែឯងកុំមើងងាយចិត្តសាសខ្មែរពេកមិនមែនក្លុកយើងបានស្រេចចិត្តទេរបៀបការពារខ្លួនគឺគេត្រូវតែធ្វើតបណែឯងវិញខ្លះហើយកុំឲ្យតែជាតិនេះខ្សោយពេកណែឯងមើលស្រាលស្គាល់ខ្មែរស្ដាងពេកហើយតាមពិតនេះគឺជាមោទនភាពរបស់ខ្មែរខ្ញុំគ្មានជំទាស់ហើយក៏ប៉ុន្តែបើយើងគិតពីបច្ចេកទេសផ្លូវច្បាប់គឺយើងកំពុងតែចង្អុលគេមករៀមមួយតែយើងបែរមកយើង4មករៀមវិញហើយលោកកែវរេមីខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកពិនិត្យមើលរឿងនេះផងពេលដែលគេបើកព្រំដែនមកវិញយើងនៅងើកយើងថយមកជាការពិតយើងឈ្នះចិត្តប្រជាពលរដ្ឋខ្មែរយើងដែលកំពុងមួងម៉ៅក្តៅក្រហាយជាមួយនឹងទាហានថៃយើងសឹងថាបិទបើចំពោះខ្ញុំដូចខ្ញុំបានជំរាបខ្ញុំសឹងថាបិទព្រំដែនចោលវិញទាំងអស់ផងពេលខ្លះយើងខឹងចង់និយាយចឹងណាក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបិទគេបើកហើយយើងបិទវិញចាំមើលសារព័ត៌មានគេនិយាយយ៉ាងម៉េចកាលពេលគេស្ដីឲ្យថៃថាប្រព្រឹត្តខុសផ្ដេសផ្ដាស់មែនតើបិទអីឯកតោភាគីដល់តែពេលគេបើកយើងបិទវិញគេចាប់ផ្ដើមយកអាហ្នឹងផ្សាយផ្អើលពិភពលោកថាថៃដំបងបិទហើយដើម្បីការពារសន្តិសុខព្រំដែនអីឡាក់នឹងឡាក់ឥឡូវគេថាគេការពារគេដោះស្រាយបញ្ហាបានដោយលើគេចាប់ផ្ដើមបទូបថយវិញតែខ្មែរអត់ព្រមបើកតើយើងគិតមើលតើយើងចាប់ផ្ដើមជនរងគ្រោះយើងខ្លាយទៅជាជនដៃដល់ទៅវិញអយុត្តិធម៌សម្រាប់ខ្មែរមែនតើហើយសារព័ត៌មានអន្តរជាតិខ្មែរយើងចេញអត់ទាន់គេទេបងប្អូនអាសូវខ្មែរយើងចេញព័ត៌មានអត់ទាន់គេមិនមែនដោយសារគេអត់ស្ដាប់ព័ត៌មានខ្មែរយើងទេភាគច្រើនគឺសារព័ត៌មានខ្មែរយើងគឺជាសារព័ត៌មានទ្ររដ្ឋាភិបាលណាបងប្អូនយើងបង្កើតឲ្យមានប្រព័ន្ធសារព័ត៌មានខ្វះឯករាជ្យនេះហើយដែលយើងធ្វើឲ្យសារព័ត៌មានអន្តរជាតិគេអត់អាចស្ដាប់យើងបានទេគេអត់អាចទៅស្ដាប់ fresh news គេអត់អាចស្ដាប់សារព័ត៌មានច្រើនណាស់នៅក្នុងស្រុកទៅសេជាស្អីក៏ដោយសារអីយើងបង្កើតឲ្យមានគេហៅថាគេមរតកនៃការទ្ររដ្ឋាភិបាលផ្កាប់មុខពេករហូតរកកម្រិតនៃភាពឯករាជ្យនឹងជឿលែងបានយើងធ្វើជា mouthpiece យើងធ្វើជាសេកឲ្យរដ្ឋាភិបាលយើងនិយាយការពិតអត់បានយើងនិយាយតែការពារយើងនិយាយដោះសារយើងនិយាយដូចខ្ញុំនិយាយចឹងរំលោភសិទ្ធិមនុស្សយ៉ាងម៉េចក៏កសែតសារព័ត៌មានទាំងអស់ហ្នឹងគឺនិយាយថាជាការចំណាត់ការត្រឹមត្រូវរបស់រដ្ឋាភិបាលដល់អញ្ចឹងពិភពលោកគេស្ដាប់មកគឺកសែតអស់យើងគេចារនៅក្នុងគម្ពីរខ្មៅរបស់គេស្ដាប់យើងអត់បានដល់តែពេលយើងមានការអីត្រូវប្រាប់ពិភពលោកថាណែអស់លោកកុំស្ដាប់តែថៃពេកស្ដាប់ពួកខ្ញុំផងព្រោះខ្ញុំជាជនរងគ្រោះយើងអត់មានអ្នកផ្សាយលីងដោយសារអីវាអត់មានប្រព័ន្ធដែលគេទុកចិត្តបានអាហ្នឹងដោយសារអ្នកណាដែលធ្វើគឺប្រព័ន្ធដឹកនាំរដ្ឋយើងធ្វើឲ្យប្រព័ន្ធសារព័ត៌មានរបស់យើងហ្នឹងគឺវាជាប្រព័ន្ធព័ត៌មានដែលរដ្ឋាភិបាលចង់បានតែចង់បានគឺបាននៃការពីរដ្ឋាភិបាលតទៅពេលគេរកអ្នកឯករាជ្យយើងអត់មានហើយយើងទៅអង្វរអ្នកណាឲ្យផ្សាយឲ្យយើង
វាអត់មានទៅបង្កើតអីបាន3ថ្ងៃដោយសារមានចំនួនព្រំដែនស្រាប់តែកសាងស្ថាប័នឯករាជ្យមួយឲ្យសហគមន៍អន្តរជាតិគេជឿទេដើម្បីឲ្យស្ថាប័នឯករាជ្យមួយមានទៅបានហ្នឹងគេកសាងរាប់សិបឆ្នាំមកបងប្អូន40ទៅ50ឆ្នាំផងទម្រាំបានគេជឿយើងមិនមែនមួយថ្ងៃនោះយើងបង្កើតបានទេហើយយើងមានដែរបង្កើតណាយើងរំលាយអស់ហើយ Cambodia Daily សារព័ត៌មានRFA VOA ថាកាលពីមុនបិទថាលើ VOA បើកវិញប៉ុន្តែចាយដល់នោះអស់លុយក៏ប៉ុន្តែធប់ទុកបុកម្នេញភ្នំពេញប៉ោះភ្នំអីកាលពីមុនសិតតែសារព័ត៌មានដែលឯករាជ្យអាចផ្សាយបានណាដល់ក្រោយមកនៅក្រោមឥទ្ធិពលនៃការរំលាយស្ថាប័នអស់ទាំងនេះដល់តែពេលយើងចាប់ផ្ដើមមានការអីត្រូវវាយបករដ្ឋាភិបាលថៃវិញដើម្បីផ្សាយព័ត៌មានយើងចេញវិញឲ្យខ្លាំងដែរដើម្បីទប់អត់ទប់បានសោះហើយបងប្អូនច្រើនណាស់សរសេរសារមកបង្វល់ខ្ញុំថាអូយបងមុងណារ៉េតអើយជួយសរសេរអីដែលបងនិយាយអីដែលត្រូវតាក់ទងនឹងសរសើររដ្ឋាភិបាលហើយថាថៃធ្វើខុសនឹងបងសរសេរទៅជាភាសាអង់គ្លេសខ្លះផងខ្ញុំស្រក់ទឹកភ្នែកឮសូបងប្អូនថាដូច្នេះស្រក់ទឹកភ្នែកនេះដោយសារអីខ្ញុំជាទឹកមួយដំណក់នៅក្នុងមហាសាគរទេបងប្អូនវាអត់មែនជាប្រព័ន្ធថៃគេមានសារព័ត៌មានគេស្រោចរាប់រយរាប់ពាន់សារព័ត៌មានដែលសហគមន៍អន្តរជាតិគេស្ដាប់បានហ្នឹងគេយកជាការបានហើយយើងវិញណាបូកចូលគ្នាមកកាឆេមកចអេហ្នឹងគឺអត់បានយកដាក់មកយួរដល់អញ្ចឹងទៅយើងវេទនាខ្លួនឯងឃើញដល់ពេលមានការអីគឺមានឯណាយើងនិយាយស្ដាប់បានតែគ្នាឯងនៅក្នុងស្រុកហ្នឹងសហគមន៍អន្តរជាតិអត់មានណាស្ដាប់យើងបានទេដូចខ្ញុំនិយាយចឹងពេលដែលបិទព្រំដែនពេលដែលគេបិទគឺគេខុសអ្នកណាក៏គេមើងងាយថៃដែរសហគមន៍អន្តរជាតិគេថាថៃផ្ដេសផ្ដាស់មែនតើតែដល់ពេលថៃគេបើកមកវិញហើយយើងបិទសហគមន៍អន្តរជាតិគេថាអញស្រុកខ្មែរចាំរករឿងគេវិញឥឡូវមុនគេថាចង់បានសន្តិភាពហើយដល់ឥឡូវគេបើកហេតុអីបានចំណាយបន្ថយមកបន្ថយដូចថាម៉ោងគេបើកម៉ោង8ហេតុអីបានឯងបើកម៉ោង9ហេតុអីបានឯងបង្កឲ្យមានស្ថានភាពខ្ញុំយល់ថាថ្នាក់ដឹកនាំកម្ពុជាមិនចង់ឲ្យគេមើងងាយទេយើងក៏ត្រូវងើកអីខ្លះដែរក៏ប៉ុន្តែខ្ញុំចង់និយាយចឹងខ្ញុំចង់និយាយប្រាប់ទៅលោកកែវរេមីហើយនឹងគណៈកម្មការសិទ្ធិមនុស្សកម្ពុជានៅពេលដែលយើងនិយាយពីរំលោភសិទ្ធិមនុស្សនិយាយអីហ្នឹងណាប៉ុន្តែយើងជួយប្រាប់រដ្ឋាភិបាលខ្លួនឯងផងខ្ញុំថាធ្វើខៃរ៉ែងល្អហើយប៉ុន្តែពេលខ្លះអាការដែលប្រព្រឹត្តរបស់យើងគឺគ្រាន់តែបានសម្លេងប្រជាប្រិយដើម្បីឲ្យប្រជាពលរដ្ឋស្អំចិត្តប្រជាពលរដ្ឋថាកំសាក់ប៉ុន្តែជាបច្ចេកទេសផ្លូវច្បាប់ជាការមានប្រៀបលើគេយើងអត់មានប្រៀបទេយើងចាញ់ប្រៀបគេសុកចិត្តឲ្យខ្លាចជាជនរងគ្រោះចាស់ដើម្បីឲ្យគេធ្វើបាបហើយទទួលការអាណិតអាសូរពីសហគមន៍អន្តរជាតិខ្ញុំចង់និយាយថាមិនមែនឲ្យគេជន់ទេយើងត្រូវតែងើបប៉ុន្តែងើបនៅក្នុងភាពខៃរ៉ែងត្រឹមត្រូវតាមផ្លូវច្បាប់ហើយឲ្យគេអាណិតទៀតឧទាហរណ៍ថាថៃគេបិទបើកម៉ោងហ្នឹងយើងបើកម៉ោងហ្នឹងភ្លាមតែទៅមានអីហើយយើងណានិយាយផ្ទុយពីការប្រព្រឹត្តទាំងអស់លោកហ៊ុនម៉ាណែតហ្នឹងក៏ធ្លាប់និយាយដែរថាយើងជើងក្រោយទេណាគឺណែឯងបើកព្រំដែនខ្ញុំបើកព្រំដែនណែឯងបិទខ្ញុំបិទខ្ញុំថាល្អថ្នាក់ដឹកនាំត្រូវតែខៃរ៉ែងអញ្ចឹងណាគឺណែឯងព្រំបទល់ដូចគ្នាកុំឲ្យថាយើងពឹងខ្ចីដង្ហើមគេដកបើកគឺបើកបិទគឺបិទប៉ុន្តែពេលខ្លះយើងធ្វើលើសបងប្អូនយើងធ្វើលើសហ្នឹងដោយសារអីយើងធ្វើឲ្យអាភិបជាជនរងគ្រោះរបស់យើងហ្នឹងคล้ายទៅជាអ្នកប្រព្រឹត្តហើយឲ្យគេសហគមន៍អន្តរជាតិអីគេមើលមកឲ្យថៃមានឱកាសបាយយើងបានទៀតឧទាហរណ៍យើងសុកយើងទៅលែងនាំឲ្យនាំបន្លែនឹងបង្ការថៃហើយនឹងផ្លែឈើថៃចូលប្រទេសកម្ពុជាថៃមានបានហាមបន្លែបង្ការផ្លែឈើឬផលិតផលខ្មែរចូលថៃណាថៃគ្រាន់តែបិទព្រំដែននេះបានន័យថាបិទគឺអត់ឲ្យចូលទាំងអស់ហ្មងប៉ុន្តែដល់ពេលបើកគឺបានមករូចឹងធម្មតាវិញណាតែដល់ពេលយើងសត្វតែអត់ឲ្យបន្លែថៃអត់ឲ្យបង្ការខ្ញុំនិយាយនេះអត់មានកាន់ជើងថៃទេបងប្អូនខ្ញុំចង់និយាយពីតថភាពជាក់ស្ដែងគឺនៅពេលដែលយើងចាប់ផ្ដើមហាមតើគេសួរថាហេតុអីបានខ្មែរហាមបន្លែថៃហាមផ្លែឈើថៃដើម្បីឲ្យផលិតផលក្នុងស្រុកយើងមានទីផ្សារឬក៏យ៉ាងម៉េចឬក៏ជាការសងសឹកហើយសងសឹកតើថៃហាមផលិតផលអីខ្លះពីខ្មែរវាអត់មានដល់អញ្ចឹងទៅសហគមន៍អន្តរជាតិគេផ្សាយមកឃើញថាខ្មែរយើងអាក្រក់ទៀតទៅអាគេបាត់ព្រំដែនរឿងមួយអាថៃខុសហើយដល់ពេលហើយយើងមកថែមបិទបន្លែបិទផ្លែឈើគេយើងខុសវិញហើយចុះអាហ្នឹងអត់រំលោភសិទ្ធិមនុស្សក្នុងប្រជាធិបតេយ្យឬក៏អីដូចលោកកែវរេមីនិយាយចុះបើបិទផ្លែឈើបិទអីបន្លែបកាដែលតម្រូវការចាក់ស្ដែងចាំបាច់ដែលត្រូវការប្រជាពលរដ្ឋត្រូវការប្រើប្រាស់តើវាធ្វើឲ្យអ្នកនៅតំបន់ហ្នឹងការប្រកបរបរដូចលោកមានថាសិទ្ធិប្រកបអ្នកដែលលក់បន្លែលក់បកាលក់អីដោះដូរអីហ្នឹងគ្នាមិនបាត់បង់អាជីពអស់ហើយចុះអាហ្នឹងសិទ្ធិរស់រានមានជីវិតសិទ្ធិមានការងារធ្វើសិទ្ធិអីសពបែបយ៉ាងហ្នឹងតើវាបាត់អស់ទៅណាទៅលោកកែវរេមីហើយរដ្ឋាភិបាលយើងគឺធ្វើអញ្ចឹងដែរអានេះហើយដែលជារឿងបញ្ហាដែលសំខាន់យើងមានប្រៀបហេតុអីបានជាយើងទម្លាក់អានឹងចោលហើយយើងចាប់ផ្ដើមធ្វើឲ្យคล้ายទៅជាជនប្រព្រឹត្តដែរខ្ញុំថាខ្ញុំសប្បាយចិត្តណាស់មានពេលរដ្ឋាភិបាលយើងខ្លាំងជាមួយថៃហើយយើងធ្វើសុខចិត្តឲ្យជាជនរងខ្ញុំស្រក់ទឹកភ្នែកប៉ុន្តែស្រក់នៅក្នុងន័យថាណែឯងនឹងរងតំបងប្រព័ន្ធច្បាប់ប្រព័ន្ធអីណែឯងនឹងទទួលកម្មផលតាមអំពើណែឯងតែមិនមែនជាការទៅបោចសក់គេវិញណា
จังยืงจับประดามตัวใหญ่ยืงครูถนัดจราจรเด็กยังมีจังยืงครูถนัดจราจรบัดสันจียืงนอมดอกสายตามนิเทศวิธีดังเตอร์ผลิหรือลางตลาดกาดำใบบานสำนองบานไอตื้อยืงอัดมีนปัญหาไอกลายแต่ปีเรื่องครูถนัดจราจรปัญหาต่อไปยืงจ่อหมอบใบขึ้นเนี่ยหมอบใบขึ้นเนี่ยฮาวบองโอนหมอบปลุดแทะขึ้นเนี่ยใบลานใบไอเกสิที่คล้ายตัวจีบัดละเมออกระดมวยเตี้ยจังเรื่องจราจรนั่งเบียดเตอร์จีคลายแต่เจียตัวตอนมวยทำไมที่จังยืงแรงคลายจีจนรองครูจีจนปลุดได้ดาวต่างออกนี้อดนาก่อนดาวจึงนะในพี่ป้าจังนั่งบองโอนจังให้บรรทาไปคลากำหังเชลชาวมวยเกลียก็เวทัวยังเวทเนียมวยชีวิตโคตรเกชมัวระบายยังได้จีพิบใครไรขยมมันจุ่มตัวให้คนตายขยมจังใหญ่ทับเบิกคณะกรรมการสิทธิมนุษย์โยหล่อมปีปัญหาสิทธิมนุษย์ไอ้นั่งโยมาปลาขยมชื่อทาเรื่องนี้วิจิกับบัดจัดดองเองได้เพราะหัดไอ้บ้านเชียยังก็ทาเรื่องบัดนั่งเชียสิทธิ์ต่อไปให้แล้วมีปากกาเหืองบัดไถคอกับป้องบัดไอ้เตี้ยหาเรื่องบัดนวมสังนวมไอ้มาปีไทยนั่งไงโดยไอ้กระตาพิกียังโดยซาลือใส่นาคณะปะประชังนากรุงนึงอาสนาไอ้เราทำว่ายังก็ทัวร์เรียงเลื่อนติดได้ยังจำเอาเก็บบัดเลยตอนท้ายยังจังยัยไทยยังทัวร์ไอ้ใครติดจีจนรองครูจอดดำใบบานสมานจัดแล้วยังแต่บัดมนเขาจะบัดมนจะสั่งใส่อาชีพกรปะปอดสุดรูเรียนเวียนชีวิตสุดใส่เกสซัมรมการตัวบานการเงี้ยตัวบานไอ้หลังหลังตาวิเตอร์นะแต่ยังมันหนุ่มลบสุดต่างเอาทางใดตัวก็ยังไม่họ mùi tiệt rươngปัญหาบัดปรุงใดแต่ใดยืงมันแต่ดาวจึงคราวกีแมนให้ยงคืนรัฐบาลการไปจีออดหมดเฉยนะยงจะทราบพี่ออดหมดน้ำปีครั้งยงตั้งตรงจุดนู้นถ้าจังเอาครั้งจึงนั่งได้ปัญหาก้าวไงมันพายมวยใครมีถั่วน้ำบางปอมีจำไหมพี่กีข้างดำบอลพุ่งพี่มวยในตัวใดดอมเป็นจีคือเกปากกาหมอยืงแผลทากิบัดใส่แต่ผู้ในจุกกีปรุงใดนั่งกิบัดสอบปฏิญปอลแค่ดอมเป็นจีหลวงคนมันนัดบานไอกระซานังมาเพลี้ยมคือทาบัดกับบัดได้ลอยบัดตื่ใส่เกใส่แต่กูจุกกีนั่งจังขยมบัดเอามวยเตี้ยไทม์หายบัดเจาะจอมหนึ่งลงแวงดอมเป็นจีโดยขี้บางคนเคยอยากปัญหายืงไงเนื้อเป้ได้เก็บบัดปรุงได้ยืงคือเก็บข้อยืงจาตุกยืงกัดตุกทานไอ้ปัดข้อให้ก็ปัญไตเนื้อเป้ได้ยืงจับดามคังแต่เก็บวิ่งให้สับแต่ยืงบัดปรุงได้มวยที่ได้เก็บอัตอนบานบัดให้แต่ยืงบัดได้ไอ้กระตาพิกีคลุนยืงได้ยืงเจ้าเก็บถัดบัดไอ้กระตาพิกีถ่ายยืงเชิงกรอยปัญไตให้ไอ้บันเชิงกรอยยืงดอกสายตามวิธีนั่งแต่วิ่งยังปงแต่ช่างเราพูดไปสั้นยืงโดยครองเหลืองก็ได้ในครองตลาดการจังปัทาเกใบยืงยืงต่อได้ตลาดการเกิดทาอันนั้นจะการเพียคลุ่นปัตตาเกอัดตอนใบพร้อมเกก่อนทามันใบเองเหรอเองจังtới cái cho này là nó dùng sẽ họ tự thẹn cái bạt đấy hay làจังtới cái mưa mắc hơn thầy dương trên nè chắp đào rương năng môn nàyจังtới dương khai thì trên nè bật đang ai chút thì thoa men tên tam bớt ăn nung nè ngoam áp đấyปัตตาnó pe cái sai phần này bật quan cho bạp năng sực mà nương ấyจังcái thai dương nạt đấyบางคนขยมหนียี่นี่คือเหมือนแม่จ้องดับบรรทุกรัฐบิบาลไอ้อ๋อครั้งแต่จ้องหนียี่ท่าเป้คลาวิจีแกหาอังเลหา hypocritical ละเปีย hypocritical sorry ยี่อังเลนั่นก็เป็นยี่ตรึกได้ยี่ขมายแบบรู้เจียง hypocritical บ้านในท่ายืงยี่ไอเก๋ปียืงลบสิทธิ์มนุษย์จังอ่ะปัญหาครูนไอ้ยืงลบเปลี่ยนสิทธิ์มนุษย์นั่งครูนไอ้ได้ยืงยี่เก๋ท่ากลมเอาจุบอะไรนอมโคตรสกปรกแต่ครูนไอ้จุมาไงใบกระจับยืงในยี่ปรับเกทัสรานั่งพักเตอร์วิโคตรลามแต่ยืงยี่ปีพักอะไรทลามอ่ะอันนั้นเวีย hypocritical บางคนเวียมันดังท่าประโยชน์พิซาขมายมาเยอะดิท่ายืงในยี่จังแม้บนใต้ยืงถวยจังมาเวียไปจริงจังอ่ะจังยืงเตยเป็นนัดมือสถานเพียบระบายยืงหลังวิ่งให้ขยมในยี่นี้คือกรานไตจิกาจองพรับอัมพีเปรียบระบายยืงแต่เมียนยืงเมียนเปรียบกรุบยางให้ยืงปะบ้านะเวทนีขยมชื่อทำเวทนีให้ปันใต้ยืงกับจองบานสมานจัดปีศาจกรมอันตรายจีนังบองปอนยืงช่วยให้บองปอนขมายยืงต่างออกนี้สมเมตากรมจรานตุปดอยตึกบองปอนกรมไฮรัฐบาลสโลดไอสโลดคลาสเตอร์วิมไอเต้กรมเจตาโอสโลดไอกี่จวนนะไทยนั่งเจไทยนั่งจ่อบังกัดไอเมียนจุ่มลุยุ่งยงให้ถนัดดักนอมการไปเชียนั่งจังได้เธอไอก็ได้คลายแต่บองปอนไปเชียปรอดขมายนั่งกี่ชุบความตรอล้อนะบัสันจีอ๋อลูกยุลธาไว้ได้เชียไปเชียไปนั่งบานมาปีกาความตรอบอกไปเชียปรอดแมนทั่วแต่ไตรเตอร์วิมมันไอได้ไปเชียปรอดกุ้งแต่มือคืนเนี่ยกรมบัตรทั่วไอข้อแต่ไอก็ปงแต่เมียนเปรียบเป็นใดตึกใบเคลียไอกระซาซองคณีเรียงโลหะทรายนั่งไปทองทานเนี่ยนะสหกรมอันตรายจิตจับอันนั่งปุ๊บโยมาไว้ปะหาขมายดาบมันตั้งฉบับจิตฉบับอันตรายจิตยืงคลายตัวจิตจุนปรดเตียดไทยเนาะปรดคอมากันเนาะปันท้ายกันเชิงไปทองทานทายจิตจุนรองครัวได้ซาไอ้ยืงทัวร์ไอ้ใบบะจิตเก้ได้ซาตาเล็กเรื่องไอ้กันซาชมลือทั้งไงนี่โลหะทรายมีภาษาจะได้ทางเรื่องนี้เหมือนจิกาจัตนาบอกกอดเล็กเตคือกอดทลวก
ก็ถ้าใจទៅ80នាក់មិនដឹងមាននរណាម្នាក់ឲ្យលេចធ្លាយខ្ញុំទទួលស្គាល់ថារឿងនេះគឺជាការបកស្រាយសមហេតុផលចោះឲ្យអាគេហៅភាពវិមតិសង្ស័យនឹងបានទៅគាត់ចោះតែតងថាគាត់មិនមែនលេចធ្លាយក៏ប៉ុន្តែហេតុអីបានជាគាត់ទម្លាយអា17នាទីទៀតដោយដៃខ្លួនគាត់ផ្ទាល់នៅលើប្រព័ន្ធ Facebook របស់លោកហេតុអីបានជាធ្វើអញ្ចឹងធ្វើអីបើសិនជាឲ្យនរណាលេចធ្លាយទៅឲ្យស៊ើបអង្កេតគេទៅហេតុអីបានជាលោកចាំបាច់បញ្ចេញទៅទៀតហើយអាបញ្ចេញ17នាទីទៀតហ្នឹងតើវាមានអីលើសពីអា9នាទីហ្នឹងវាគ្រាន់តែប្រាប់ថាលោកបានថតរហូតដល់17នាទីជាងតែប៉ុណ្្នឹងឯងហើយបានថតដែលប្រព្រឹត្តជាអំពើថតឯកសារសម្ងាត់របស់គេអីអញ្ចឹងដល់គេស្ដាប់មកទម្លាក់ទោសលើខ្លួនឯងចឹងសហគមន៍អន្តរជាតិចាប់ផ្ដើមវាយប្រហារថ្នាក់ដឹកនាំខ្មែរវាយអួរទាំងអស់តែម្ដងថាខ្មែរយើងមានចរិតអញ្ចឹងខ្វះវិជ្ជាជីវៈខ្វះសិលធម៌ប្រព្រឹត្តខុសច្បាប់ទៅមើលសារព័ត៌មានអន្តរជាតិទៅខ្ញុំគ្មានអ្នកថាណាទេគេនិយាយខ្លួនគេតាហើយយើងធ្វើឲ្យគេនិយាយអាហ្នឹងហើយដែលខ្ញុំថាពេលដែលមានសង្គ្រាមឬក៏ចិត្តសាស្ត្រឬក៏ចំនួនជាមួយថៃក្នុងនាមជាខ្មែរខ្ញុំនៅខាងខ្មែរហើយខ្ញុំច្បាស់ណាស់មិននៅខាងថៃទេប៉ុន្តែខ្ញុំអត់នៅខាងខ្មែរខុសទេខ្ញុំនៅខាងខ្មែរដែលត្រូវបើយើងខុសយើងទៅនៅអាម៉េចកំពុងតែឆ្ងល់ថៃហ្នឹងក៏អត់មានទៅគ្រប់គ្រងឲ្យដែរអាប្រព្រឹត្តប្រទេសប្រាហ្នឹងគឺអត់គ្រប់គ្រងសោះប៉ុន្តែនៅពេលដែលថៃគេប្រាប់ថាហេតុអីបានជាលួចថតឯកសារព័ត៌មានគេហើយយកទៅផ្សាយជាសាធារណៈបែបនេះអត់មានតែគ្រប់គ្រងថៃទេគ្រប់គ្រងសុចរិតភាពនៃអង្គើដែលប្រព្រឹត្តខុសច្បាប់ចង់និយាយអង្គហេតុគេថាបើគេនិយាយអញ្ចឹងហើយយើងធ្វើអញ្ចឹងបានតែច្បាប់គេចែងមកវាខុសវាអត់មានតែគ្រប់គ្រងអ្នកណាឧទាហរណ៍ថាបើខ្ញុំមានសមាជិកគ្រួសារខ្ញុំប្រព្រឹត្តបទល្មើសដែលធ្វើឲ្យមានរបួសស្នាមទៅដល់អ្នកដទៃហើយបទល្មើសជាក់ស្ដែងឃើញគាត់បង្ករបួសស្នាមខ្ញុំអត់មានមកកាន់ជើងបងប្អូនខ្ញុំកើតទេព្រោះនៅក្នុងហ្នឹងបើយើងយ៉ាងហោចណាស់សុំអង្វរគេសុំទោសដើម្បីឲ្យមានការស្រាលទោសតែប៉ុណ្ណឹងព្រោះអំពើហ្នឹងវាជាអំពើល្មើសហើយយើងក៏យ៉ាងច្រើនសួរថាហេតុអីបានជាប្រព្រឹត្តអីអញ្ចឹងអាហ្នឹងយើងអាចជួយរបៀបអញ្ចឹងបទូបថប៉ុន្តែឲ្យមកកាន់ជើងថាទេអត់មានបានធ្វើទេបងប្អូនខ្ញុំអត់មានខុសអីសោះព្រោះដោយសារតែក្រុមគ្រួសារខ្ញុំគឺជាគ្រួសារល្អមានពូជម្បូរមិនប្រព្រឹត្តអំពើប៉ុន្តែគេមានវីដេអូគេមានឯកសារគេថតមកអីអញ្ចឹងដាក់នៅក្នុងតុលាការគេថាយើងជាអ្នកដៃដល់អីអញ្ចឹងយើងត្រូវតែចាប់ផ្ដើមសុំទោសហើយសុំការធូរថយលើកលែងហើយថ្ងៃហ្នឹងដោយសារអារម្មណ៍របស់សមាជិកហ្នឹងរវើរវាយឬក៏គាត់ពិបាកចិត្តរឿងអីទៅយើងអារម្មណ៍មិននៅមូលក្នុងខ្លួនអញ្ចឹងទៅក៏មិនមែនជាខ្លួនគាត់ទៅប្រព្រឹត្តអីខុសសុំអធិស្ឋានសុំអីអាហ្នឹងវាមានតែអញ្ចឹងតែយើងអត់យើងក៏ផោះតាំងនៅកន្លៅហើយយើងថែមឲ្យគេទៀតអាហ្នឹងហើយដែលគេរករឿងយើងបងប្អូនហើយកុំថាយើងទៅវិបហាថ្នាក់ដឹកនាំនោះអត់ទេយើងធ្វើត្រូវគឺត្រូវប៉ុន្តែបើយើងធ្វើខុសវាបន្សល់នៅបញ្ហា100ចំពោះសម្រាប់ជាតិសាសន៍ខ្មែរយើងណាមិនមែនសម្រាប់បុគ្គលតែលោកហ៊ុនសែនម្នាក់ទេឥឡូវឃើញរឿងប្រព័ន្ធមេឃឯងរឿងប្រព័ន្ធមេឃប៉ុណ្ណាណីគឺអាចថាជាចេតនារបស់លោកហ៊ុនសែនចង់ឲ្យរដ្ឋាភិបាលថៃនឹងអាលាឲ្យឆាប់ក៏បានដែរព្រោះអីដូចអត់មានត្រូវគ្នាសោះដោះស្រាយអីក៏តែមិនចេញទៅចាប់ក្តាមដាក់ចង្អេររដ្ឋាភិបាលនិយាយផ្សេងយោធានិយាយផ្សឹងទៅចរចាគ្នាយ៉ាងម៉េចបើត្រូវរើគ្នាជាមួយតកលហ៊ុនប៉ុណ្ណាជាមួយថាច់ស៊ីនប៉ុណ្ណាក៏ចរចាអត់បានប្រយោជន៍និយាយពីមុខទៅក្រោយនិយាយពីមុខទៅក្រោយខាងនោះនិយាយផ្សេងខាងនោះនិយាយផ្សឹងខាងនេះនិយាយចរចាគ្នាខាងនោះបិទព្រំដែនខាងនេះនិយាយចរចាថាសម្រួលតបខាងនោះថាដកតបចឹងឧទាហរណ៍ដូច្នេះវាពិបាកអញ្ចឹងដែរអញ្ចឹងបើថាមើលទៅលោកហ៊ុនសែនគាត់អាចដូចថាទាល់តម្រេះដែរឲ្យវល់លាយឲ្យឆាប់ទៅមានរដ្ឋាភិបាលថ្មីណាមួយដើម្បីដោះស្រាយវិញខ្ញុំថារដ្ឋាភិបាលថៃមួយណាមកទៀតក៏ដោះស្រាយរឿងព្រំដែននេះអត់ទៅមុខដែររឿងនេះគឺជារឿងនយោបាយបងប្អូនរឿងព្រំដែននេះបើដោះស្រាយជាមួយតកូលថៃស៊ីនអត់បានណាតកូលណាក៏ដោះអត់បានដែរហេតុអីមកខ្ញុំនិយាយអញ្ចឹងដោយសារតកូលថៃស៊ីនហើយនឹងលោកហ៊ុនសែនហ្នឹងគឺប្រជាជនថៃស្អប់តកូលថៃស៊ីនច្រើនណាស់អត់ចូលចិត្តទេដោយសារអីថាលឹមលំចរចាព្រំដែនលឹមលំមួយលោកហ៊ុនសែនបាត់ដីថៃឲ្យខ្មែរប្រជាជនខ្មែរដែលមិនពេញចិត្តរដ្ឋាភិបាលកម្ពុជាអត់ពេញចិត្តលោកហ៊ុនសែនរឿងលឹមលំជាមួយតកូលថៃស៊ីនថាចរចាលឹមលំបាត់កោះគុតទៅថៃអញ្ចឹងទៅអាកោះគុតហ្នឹងសំបីតែថៃសប្ងៃហ្នឹងក៏រឿងតកូលថៃស៊ីនថាបាត់ឲ្យមកខ្មែរសំបីតែកោះគុតហ្នឹងថៃយកអស់ហើយហ្នឹងគ្រប់គ្រងក៏ខាងថៃគេនៅតែអត់ពេញចិត្តថៃស៊ីនថាសុំកលុំគ្នាជាមួយ MOU ឆ្នាំ2000ជាមួយលោកហ៊ុនសែនហ្នឹងមិនស្រួលបាត់អាតំបន់ត្រួតស៊ីគ្នាគេអត់និយាយរឿងបាត់កោះគុតទេព្រោះថៃគេថាកោះគុតរបស់គេ 100% គេថាតំបន់ត្រួតស៊ីគ្នាហ្នឹងដោយសារតែថៃស៊ីនហើយនឹងលោកហ៊ុនសែនហ្នឹងត្រូវរើគ្នាអញជួយឯងជួយឯងហ្នឹងធ្វើឲ្យបាត់ប្រយោជន៍ចង់បានអាតំបន់ត្រួតស៊ីគ្នាហ្នឹងទៅថៃទាំងអស់ទៀតខ្មែរមិនត្រឹមអស់អាដាក់កោះគុតអស់អាតំបន់ត្រួតស៊ីគ្នាទៀតហើយឥឡូវភាគីថៃគេចង់ឲ្យតកូលថៃស៊ីនហ្នឹងចោះចេញពីតំណែងដើម្បីគេសំណុកចរចារឿងព្រំប្រទល់ហ្នឹងជាពិសេសតំបន់ត្រួតស៊ីគ្នានៅកោះគុតអីបានប្រយោជន៍ទៅថៃទាំងអស់នេះវិញចេះវាវិញចឹងអញ្ចឹងនៅពេលដែលយើងគិតថាកាលតកូលពីរហ្នឹងត្រូវគ្នាមិនយើងចរចាព្រំដែនអត់បានផងចោះឥឡូវរដ្ឋាភិបាលថ្មីណាដែលអាចដោះស្រាយបញ្ហាព្រំដែនបានវាអត់បានទេបងប្អូនហេតុអីបានអត់បានដោយសារអីរដ្ឋាភិបាលថ្មីណាក៏ត្រូវតែមានសមាជិកភាពរបស់យោធាចូលនៅក្នុងហ្នឹងដែលតាក់ទងនឹងព្រះមហាក្សត្រថៃដែលអត់ចូលចិត្តតកូលហ៊ុនហើយក្រុមនៃការគ្រប់គ្រងយោធាថៃក៏អត់សូវត្រូវគ្នាជាមួយនឹងតកូលហ៊ុនដែរ
តកូល taxi ថ្ងៃមុនលើកអាដំបូងខ្ញុំនិយាយហើយគេក៏មិនចូលចិត្តខាងក្រុមតកូលហ៊ុនដែរដូច្នេះតើយើងនឹងដោះស្រាយគ្នាយ៉ាងម៉េចអញ្ចឹងដំណោះស្រាយវាអត់មានទៅលឿនទេហើយដើម្បីថាដំណោះស្រាយអត់លឿនខ្ញុំនឹងចូលដល់ចំណុចទី3តាក់ទងនឹងរឿងយន្តការអន្តរជាតិ ICJ ប្តឹងទៅគេហើយយើងរក្សាភាពស្ងប់ស្ងាត់ដើម្បីទុកឲ្យអាតឡាការ ICJ ជាអ្នកចាត់ចែងទៅហើយយើងចាប់ផ្ដើមកុំលេងលបែងថៃយើងអត់ឲ្យលេងលបែងថៃហ្នឹងដល់អត់អីគឺបើថៃញុះញង់ញុះក្រៅព្រំដែនដើម្បីឲ្យផ្ទុះអាវុធយើងអត់ផ្ទុះយើងនៅដីយើងថៃនៅដីថៃវាអត់មានរឿងអីដែលត្រូវផ្ទុះអាវុធកើតទេហើយខ្ញុំនឹងផ្ដល់ការវិភាគតាក់ទងនឹងការផ្ទុះអាវុធអាចនឹងកើតមានឡើងដែរឬយ៉ាងណាប៉ុន្តែមុននឹងចូលទៅដល់រឿងហ្នឹងខ្ញុំសូមបកស្រាយរឿងមួយដែលថ្ងៃហ្នឹងលោកហ៊ុនសែនគាត់មានប្រសាសន៍ច្រើនតាក់ទងនឹងកិច្ចការតុលាការ ICJ ហើយក៏មានការចោទប្រកាន់ក្រុមគណៈបកប្រឆាំងនៅក្រៅប្រទេសឬក៏អ្នកផ្សាយជជែកទៅគឺមានការចោទប្រកាន់ក្រុមម្ខាងទៀតហ្នឹងថាពីរឿងមិនយល់នីតិវិធីតុលាការហើយចេះតែទៀមទានោះចេះតែទៀមទានេះហើយចង់ឲ្យខូចការតុលាការឧទាហរណ៍ដាក់សេចក្តីជូនដំណឹងទៅតុលាការហើយក៏មិនព្រមបង្ហាញប្រកាន់ដៃអីអញ្ចឹងគាត់លើកឡើងទៅអ្នកណាទាប្រកាន់ដៃទាអីគាត់អីហ្នឹងគាត់ថាប្រកាន់ដៃអីហ្នឹងមានអស់ហើយគាត់អត់បង្ហាញអីអញ្ចឹងទៅព្រោះរឿងនេះវាប៉ះពាល់ដល់យុទ្ធសុចរិតភាពរបស់តុលាការហេងសយហ្នឹងតែគេរករឿងយើងធ្វើឲ្យបែកកិច្ចការផ្ទៃក្នុងសម្ងាត់ក្នុងនីតិវិធីហ្នឹងគេអត់យករឿងយើងទៅដោះស្រាយអីណាទៀតផងហើយគាត់ចោទប្រកាន់អ្នកដែលទៀមទាហ្នឹងថាជាដូចថាជ្រុលហួសហេតុអីអញ្ចឹងរហូតដល់ពេលនិយាយដល់ហ្នឹងហើយដែលគាត់និយាយពីរឿងចង់ធ្វើច្បាប់ដកសញ្ជាតិអ្នកដែលមិនគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាបងប្អូននៅពេលដែលលោកហ៊ុនសែននិយាយអំពីនីតិវិធីតុលាការ ICJ ខ្ញុំជឿថាយើងនៅតែមានការយល់ខ្វែងគ្នាអំពីនីតិវិធីហើយនឹងការពេញចិត្តបងប្អូនគ្រប់គ្រងគ្មានអ្នកណាជំទាស់រដ្ឋាភិបាលកម្ពុជាទាល់តែសោះសំបីដល់ពេលនេះតាក់ទងនឹងរឿងយកបញ្ហាប្រាសាទឬក៏ព្រំដែនខ្មែរដែលមានចំនួនហ្នឹងយកទៅប្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិអត់មានអ្នកណាជំទាស់ទាល់តែសោះសំបីដល់1ម៉ោងហ្នឹងអ្នកណាក៏គេគ្រប់គ្រងលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងដែរអត់មានថយក្រោយទេមានតែថែមឲ្យប្តឹងដល់កោះគុតដល់កោះអីមកកណោទៀតផងក៏រដ្ឋាភិបាលមិនឈឺក្បាលអារឿងផ្សេងទៅកំពុងចាំតែអារឿងចិញ្ចឹមអារឿងមុំ3ប្រាសាទតំន់ទុយតំន់ធំនឹងកោះប្រាសាទតាកបីនេះឯងក៏ប៉ុន្តែនៅពេលដែលយើងអញ្ចឹងនៅពេលដែលប្រជាពលរដ្ឋទៀមទាឲ្យបង្ហាញពីតម្លាបង្ហាញអំពីនីតិវិធីជាការស្នើសុំដ៏សមស្របបំផុតដោយសារប្រជាពលរដ្ឋមិនទុកចិត្តរដ្ឋាភិបាលហើយការមិនទុកចិត្តរដ្ឋាភិបាលកុំបន្ទោសប្រជាពលរដ្ឋបន្ទោសរដ្ឋាភិបាលខ្លួនឯងដែលធ្វើឲ្យបាត់សេចក្តីទុកចិត្តតាំងពីរំលាយគណៈបកសង្គ្រោះជាតិតាំងពីបាត់អង្គការសង្គមស៊ីវិលតាំងពីបំផ្លាញសារព័ត៌មានឯករាជ្យតាំងពីធ្វើអ្វីៗសពបែបយ៉ាងធ្វើទុកបុកម្នេញសពបែបយ៉ាងរហូតដល់កាយច្បាប់នេះច្បាប់នោះដើម្បីផលប្រយោជន៍ក្រៃអំណាចរបស់ក្រុមគ្រួសារខ្លួនរហូតសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសហអាមេរិកដាក់ទណ្ឌកម្មរាប់មិនអស់អ្នកណាទៅទុកចិត្តរដ្ឋាភិបាលដែលកជើធ្លុះអញ្ចឹងនោះអញ្ចឹងរដ្ឋាភិបាលខ្លួនឯងបង្កើតឲ្យមានភាពមន្ទិលនឹងតើប៉ុន្តែនៅពេលដែលរឿង ICJ អ្នកណាក៏គ្រប់គ្រងប៉ុន្តែគេចង់បានឲ្យជួយពន្យល់រដ្ឋាភិបាលអត់បានពន្យល់ទេធ្វើនយោបាយប្រជាពិធដ្ឋអូកាឡារហូតថាអាដាក់បណ្ដឹងមិនបានដាក់សេចក្តីជូនដំណឹងក៏ទៅឲ្យក្រុមនឹងថាបណ្ដឹងហើយអត់មកបកស្រាយថានីតិវិធីនឹងក៏វាមានមិនដំបូងនឹងមិនមែនបណ្ដឹងទេវាជាជូនដំណឹងជាអីឡាក់ហ្នឹងឡាវាគ្មាននរណាគេឈឺក្បាលរឿងថាអូឥឡូវនីតិវិធីនឹងវាមានពី1 2 3ដល់ប៉ុណ្ណេះតែចឹងបញ្យល់ទៅប្រជាពលរដ្ឋខ្មែរច្រើនណាស់លោកមិនសូវបានដឹងរឿងពិតហ្នឹងហើយបើសិនជាឲ្យខាងក្រមសារព័ត៌មានឬក៏ក្រមអី MMO អីណាហ្នឹងនាំគ្នាទៅបញ្យល់ទៅអីវាមិនដូចមន្ត្រីបច្ចេកទេសជំនាញកិច្ចការព្រំដែនរឿងតុលាការនៅកម្ពុជាហ្នឹងគេដឹងរឿងហ្នឹងបញ្យល់បានអត់ព្រមបញ្យល់ទុកឲ្យមានវិមតិសង្ស័យដល់ពេលគេលើកឡើងថាគេជាក្រមជ្រុលនិយមអីចឹងតាមពិតបញ្យល់ឲ្យអស់សេចក្តីទៅវាអស់ហើយបើសិនជាគេមិនស្ដាប់ឬក៏គេនៅតែតវ៉ាឬក៏លើកឡើងលើកទៅហេតុអីក៏មាសសិតលោកខ្លាចភ្លើងមានសិទ្ធិមិនត្រូវខ្លាចភ្លើងទេអ្នកណានិយាយអីនិយាយទៅព្រោះហេតុអីការនិយាយជាសិទ្ធិរបស់ពួកគាត់និយាយទៅតែបើយើងច្បាស់លាស់ខ្លួនឯងប្រកបចោះយើងដែលស្ដាប់ប្រជាពលរដ្ឋដែលស្ដាប់សហគមន៍អន្តរជាតិគេលើកទេពីឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីកុំឲ្យគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចយើងដក EBA 20% មានដែលស្ដាប់គេទេបើយើងថាបើយើងចេះស្ដាប់ឬក៏អីហ្នឹងគឺយើងធ្វើតាមគេយើងអត់ដែលទាំងស្ដាប់គេផងហ្នឹងហេតុអីបានជឿថាយើងអាចស្ដាប់គេបាននៅពេលដែលគេនិយាយចឹងហើយប៉ះពាល់ដល់សតិអារម្មណ៍ហើយវាខូចដល់ដំណើរការវាអត់ខូចអីទេយើងធ្វើអីធ្វើទៅឲ្យតែត្រឹមត្រូវតាមនីតិវិធីជាកិច្ចការរបស់រដ្ឋាភិបាលតែមកទៅរករឿងអីអ្នកនិយាយហ្នឹងហើយបើយើងមានប្រព័ន្ធផ្សព្វផ្សាយរឹងមាំរបស់ប្រទេសកម្ពុជាខ្វះអីប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់វិទ្យុទូរទស្សន៍ផ្សាយទៅដើម្បីបន្សាព័ត៌មានដែលគេនិយាយមិនពិត
ឬក៏មិនត្រឹមត្រូវឬក៏ដែលស្អីបកស្រាយទៅហេតុអីក៏ចាំបាច់ទៅរករឿងគេបកស្រាយទៅតាមនីតិវិធីហ្នឹងទៅអ្នកណាយកបានក៏យកទៅប៉ុន្តែបើអត់បកស្រាយតែអញ្ចឹងគេទៀមទាទៅអស់លោកចិត្តតែមួម៉ៅនឹងគេម្ដងទៀតអត់មាននរណាជំទាស់ការដាក់ពាក្យប្តឹងទៅតុលាការយុតិធធអន្តរជាតិទេអត់មានខ្មែរណាជំទាស់សោះគេជំទាស់តែម្យ៉ាងទេគឺរដ្ឋាភិបាលអត់បង្ហាញភាពស្មោះត្រង់ត្រឹមត្រូវគួរឲ្យជឿទុកចិត្តនៅក្នុងនីតិវិធីឲ្យគេខ្លាចអត់បានដាក់ណែតាមពិតគួរសរសើរខ្មែរទៅវិញទេដែលគេឈឺឆ្អាលមួយថ្ងៃគេភ័យរឿងរដ្ឋាភិបាលអត់ដាក់ពាក្យហ្នឹងទៅលុះក្រំអធិពលសុំកលុំគ្នាមួយថៃអីអញ្ចឹងទៅគេនៅតែអត់ទុកចិត្តដែរព្រោះអាចអូញ៉ៃថៃដាក់សម្ពាធបិទព្រំដែនបិទអីចុះឡើងដល់ស្អីពួកអត់បានដាក់ពាក្យប្តឹងណាគាត់សេចក្តីជូនដំណឹងហ្នឹងអញ្ចឹងបណ្ដឹងហ្នឹងមិនបាច់ដាក់ទេអត់បាច់ដាក់ក៏បានដែរព្រោះអីអាសេចក្តីជូនដំណឹងវានឹងសាបចោលជាធរមានបើអត់ដាក់បណ្ដឹងផងបានអីជាសំណុំរឿងដើម្បីគេកោះហៅភាគីចូលមកបំភ្លឺអីអាហ្នឹងអញ្ចឹងប្រជាពលរដ្ឋគេខ្លាចយើងអត់ដាក់ឲ្យបងឲ្យទៅឆ្លោះគ្នាទៅអីគេដូចថាយើងដូចថាយើងស្គមស្គាំងយើងឈឺហើយមានមិត្តភ័ក្តិអីគេមកគេបខំយើងគេថាណែដូចអត់ឃើញហូបឆ្នាំទេនេះអត់ឃើញភាសាបាយឲ្យច្រើនទេណាប្រយ័ត្នអត់មានកម្លាំងណាហើយយើងទៅរករឿងគេមួម៉ៅគេថាយេអាឆ្នាំហ្នឹងគេលេបហើយគ្រាន់តែមិនអោយណែឯងឃើញគេលេបមួយថ្ងៃ3ដងមួយថ្ងៃ2ដងមួយថ្ងៃប៉ុណ្ណេះព្រឹកគេលេបម៉ោងប៉ុណ្ណេះថ្ងៃគេលេបម៉ោងប៉ុណ្ណេះហើយបាយគេហូប3ពេលព្រឹកគេហូបបបរថ្ងៃគេហូបចេះអីហ្នឹងពួកណែឯងជ្រុលនិយមធ្វើច្បាប់មួយហែកមាត់ណែឯងចោលអស់មកនិយាយពីរឿងលេបឆ្នាំលេបអីប៉ុន្តែអត់មានគិតថាគេចង់ឲ្យខ្លួននឹងជាតាឃើញស្គមឃើញឈឺហើយទៅឆ្លោះគេតែគេចង់ឲ្យយើងសុខភាពល្អទៅវិញអត់យល់ដូចគ្នាអញ្ចឹងដែរអារឿង ICJ ហ្នឹងគឺជារឿងបងប្អូនភ័យខ្លាចតែយើងអត់ប្តឹងបើយើងប្តឹងគេទះស្គរគេទូងស្គរអបអសាតយើងពេញពិភពលោកតាសប្តាហ៍ថ្ងៃហ្នឹងគេភ័យខ្លាចយើងបោកគេហើយរដ្ឋាភិបាលដូចខ្ញុំនិយាយអញ្ចឹងប្រព័ន្ធផ្សព្វផ្សាយយើងនឹងក៏គ្មានប្រព័ន្ធទុកចិត្តណាមួយគេអាចទុកចិត្តយើងបានណាដល់អញ្ចឹងទៅវារកជឿអត់បានដល់អញ្ចឹងរដ្ឋាភិបាលអត់បញ្យលអត់អីអស់ទៀតគេភ័យខ្លាចនឹងដូចយើងអ្នកជំងឺអញ្ចឹងសប្តាហ៍ថ្ងៃគេភ័យខ្លាចអ្នកជំងឺអត់លេបថ្នាំសប្តាហ៍ថ្ងៃគេភ័យខ្លាចអ្នកជំងឺនឹងអត់ពិសាបាយឲ្យបានច្រើនឲ្យមានសុខភាពឆាប់ជាហើយយើងមកខឹងអ្នកដែលគេចង់ឲ្យយើងលេបថ្នាំនឹងឆាប់ជាទៅវិញខ្ញុំអត់យល់ទេរឿងហ្នឹងបងប្អូនគិតមើលទៅមកស្ដីឲ្យក្រុមគេនេះឲ្យខ្ញុំថាកុំទៅឈឺក្បាលពេកឥឡូវទីហោបើគេថាឲ្យផឹកថ្នាំឬក៏ហូបបាយបើខឹងគេយ៉ាងណាខំប្រឹងហូបថ្នាំនឹងភាសាបាយហ្នឹងទៅក៏បានសុខភាពល្អខ្លួនឯងដែរតែកុំបង្អត់អាហារខ្លួនឯងទៅវិញណាហើយមករករឿងអ្នកដែលចង់ឲ្យយើងហូបបាយហូបអាហារហ្នឹងវិញហូបថ្នាំហ្នឹងវិញវាមិនត្រូវអញ្ចឹងទេដូច្នេះក្នុងរឿងនេះគឺចង់និយាយថាបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទីក៏គេគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាដែរឲ្យដាក់ពាក្យប្តឹងឲ្យឆាប់តាមតែអាចធ្វើបានហើយបើដាក់មិនទាន់បានទេបញ្យល់គេទៅថានីតិវិធីនេះវាត្រូវឆ្លងចេះអាមុនហ្នឹងមិនមែនពាក្យប្តឹងទេជាសេចក្តីជូនដំណឹងក៏ប៉ុន្តែអត់ប្រាប់គេសោះធ្វើឲ្យមនុស្សគ្រប់គ្នានិយាយថាហ្នឹងជាការដាក់ពាក្យប្តឹងវាអញ្ចឹងដល់ពេលហើយដល់ពេលប្រាប់មកថាហ្នឹងមិនមែនពាក្យប្តឹងទេប្តឹងនឹងរៀបចំដល់គេផ្សាយមកគឺអត់ទាន់ដាក់ពាក្យប្តឹងផងគេខំប្រឹងភ័យខ្លាចតែយើងអត់ដាក់ពាក្យប្តឹងតែប៉ុណ្្នឹងតែយើងដាក់ពាក្យប្តឹងវាចប់ហើយទៅរករឿងគេទៅអីតែឆ្លោះគ្នាទៅអីវាអត់មានប្រយោជន៍អីទេគេនិយាយហ្នឹងគឺដោយសារម្ដងទៀតចង់ឲ្យយើងដាក់ពាក្យប្តឹងហើយបើយើងមិនដាក់អីក៏ហីទៅរឿងយើងតាហើយបើដាក់ហើយបញ្យល់ទៅវាថៃវាចប់ហើយវាអត់មានបញ្ហាអីសោះហើយទៅរករឿងគេទៅអីវាមានប្រយោជន៍អីព្រោះអីអាហ្នឹងគឺសិតតែផ្លូវទៅតែជាមួយគ្នាក៏គ្នាវាមិនទុកចិត្តអញ្ចឹងបានថាសេចក្តីទុកចិត្តហ្នឹងគឺសំខាន់ណាស់អញ្ចឹងហើយបានរដ្ឋាភិបាលត្រូវតែពង្រឹងសេចក្តីទុកចិត្តបង្រួមជាតិការបង្រួមជាតិនេះគឺជាមានសារៈសំខាន់ណាស់នៅក្នុងពេលនេះគឺជាជាងពេលណាទាំងអស់ហើយខ្ញុំថារដ្ឋាភិបាលក្នុងពេលហ្នឹងគឺស្អប់ខាងគណៈបកប្រឆាំងស្អីស្អីណាថាណែឯងខ្មែរឬក៏សៀមពេលហ្នឹងបើខ្មែរពុំមានបញ្ហាណែឯងនិយាយកាន់ជើងសៀមបានន័យថាណែឯងជាសៀមហើយវាមិនមែនចឹងទេគ្មាននរណាគេទៅស្អប់ខ្មែរទេហើយក៏គ្មាននរណាគេទៅកាន់ជើងសៀមដែរបើសៀមអាក្រក់យ៉ាងនេះនោះប៉ុន្តែក៏វាមានចំណុចដែលយើងត្រូវរៀនសូត្រអំពីបញ្ហាដែលមានហើយក៏ចង់ឲ្យស្រុកខ្មែរនឹងថ្នាក់ដឹកនាំអាចជ័យធ្លាក់ទឹកចឹងអាពេលមានរឿងអីហ្នឹងគឺអាចជ័យធ្លាក់ទឹកគឺថាខ្លាចថ្នាក់ដឹកនាំគេឌីលថាយើងមិនមែនខ្មែរវាមិនមែនអញ្ចឹងទេយើងនៅតែហៃអើអញ្ចឹងទៅយើងអត់មានបានជួយប្រាប់អំពីរឿងត្រូវទេចេះតែហៃអើអញ្ចឹងរហូតដល់អញ្ចឹងទៅធ្វើខុសរហូតបានទៅទទួលការសាទរអបអដល់ពេលហើយចាញ់ក្តីគេបដ ாய் ដោយសារតែយើងហុចដងដាវទៅឲ្យគេយើងយកអាចុងដាវឲ្យគេចាក់យើងណាហើយសប្តាហ៍ថ្ងៃបងប្អូនឃើញហើយថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងកំពុងមានចំនួនព្រំដែននយោបាយស្រុកថៃគ្នាកំពុងតែពិបាកយើងដឹងហើយវាអត់មានផុតពីការឈានទៅរលាយទេព្រោះតាំងពីបែកធ្លាយសារវីដេអូសម្លេងជជែកគ្នាជាមួយបៃថងឋាននិងលោកហ៊ុនសែនគឺប្រទេសថៃនេះគឺវិធានាជាងមុន100ដងដោយសារបញ្ហារំជើបរំជួលផ្ទៃក្នុងហើយជាដងដាវទៅឲ្យពួកប្រឆាំងថៃដើម្បីចាក់
taxin hay nâng phải thong than nó cứ vậy tới sầm lên bài clean nó cứ chỉ năm tập rồi mẹ phụ phải chăng nơi thay phụ vô thi thay ban đây đầm bay rùm lia tờ cô taxin năng ở ban chắp tam để ai thua tờ ban sắp ngay ní nơi tắc năng để xa tay krom chiết để dùng môi trường luôn để nơi cày kêu xa tờ cô taxin năng có chắp đam trong đa tha là can tích để xa tay ai tha chặt tục tha lục hôn sai bật ở bơ miền bị chia chi vẽ rồi có miền chi về thoa tam ca kia này gì mà nó cứ cái trong do cả nắng đầm bay bằng hai nhầm pi ca rùm kia chỉ thong muối sao mà cái bà thấy thấy vay mày trong đây thà vay nó vay phải cả tu đó sầm ngay cứ cái đào cả tu năng hiện đôi chia sầm bán con tay thấy chặt đam bắt phim khăng rồi bạc luôn muối tiếtในtrong cào nè np để thay chặt đam bật prom đan tảng sóng á khi ta thấy pe để bật prom đan tảng sóng cứ thay chặt đam đọ đòn nâng của vọt màu vinh khai hai chân dương tầng ở cáiนี้chạm từ tua đòn đào một vinh cùng cùng hot đòn đào rồi cái thay chặt đam đọ hot đòn mà dương vinh hai để cho nên dương thuaอย่างmấyเตรียม luôn là mom đầm bay tục tố ca pi thật tay bồ nạp hiệp hai chiếc viên xa là vô bay nhung nâng bằng plan chỉ để tây không rồi bạc thầy bàn hai bị say ná hai cái sẽ chào xiêm bàn haiខ្ញុំជឿថាណាក៏ដឹងដែរថាថៃវាលួចនោះលួចសម្បើមហារឿងទាំងអសរសាស្ត្រទាំងស្អីស្អីប៉ុន្តែយើងប្រវត្តិសាស្ត្រវាឆ្លងទៅឆ្លងមកវាវាយទៅវាយមកវាមានស្ដេចខ្មែរនឹងនៅក្នុងរាជវង្សានុវង្សថៃវាមានឈាមជ័រវាមានសិល្បៈវប្បធម៌វាមានប្រាសាទវាមានទំនៀមទម្លាប់ប្រពៃណីវាឆ្លងទៅឆ្លងមកហ្នឹងតែថៃក៏មែនតែទទួលឥទ្ធិពលយកពីខ្មែរហ្នឹងទៅសម្បើមណាអ្វីដែលថៃលងលក់ហ្នឹងគឺគ្រាន់តែសាលារៀនថៃបង្វក់ក្មេងថៃឲ្យយល់ប្រវត្តិសាស្ត្រខុសតែប៉ុណ្្នឹងឯងដូច្នេះរឿងយើងខ្ញុំថាដូរដើមខ្សែទៀតហើយយើងទៅស្រង់ថៃកុំឲ្យលងលក់ក្នុងការបង្វែងប្រវត្តិសាស្ត្រយើងស្រង់ក្មេងថៃអត់បានទេតោះតែយើងដូរផ្នត់គំនិតថ្នាក់ដឹកនាំបញ្ញវន្តថៃជាពិសេសសភៅសិក្សាថៃដើម្បីឲ្យថៃទទួលស្គាល់ការពិតថាគេស្អប់ជុំទិសអីអញ្ចឹងណាសប្ងៃអ្នកណាក៏ជាសត្រូវរបស់ថៃដែរនៅជុំហ្នឹងទាំងអស់ទាំងឡាវទាំងភូមិទាំងខ្មែរទាំងអីហ្នឹងគឺម៉ាឡេទៀតផងអត់មានអ្នកណាជាមិត្តរបស់ថៃទេព្រោះអីថៃវង្វេងប្រវត្តិសាស្ត្រប៉ុន្តែបានហើយយើងដឹងតាថាថៃចាញ់ក្តីប្រាសាទព្រះវិហារយើងដឹងប៉ុន្តែតើយើងទៅហៅគេចោលហៅអីចោលសៀមហើយយើងថែមពាក្យហ្នឹងធ្ងន់ខ្ញុំមិនទៅថាសន្សំសំចៃមិននិយាយពាក្យហ្នឹងទៅវាសមប៉ុន្តែចង់និយាយថាបានប្រយោជន៍អីបានជាការស្អប់ជាតិសាសន៍រឿងសប្ងៃជារឿងនយោបាយទេបងប្អូនម្ដងទៀតណារឿងនៅព្រំដែនថៃគឺជារឿងនយោបាយសុទ្ធសាធអត់មានរឿងបច្ចេកទេសទេអញ្ចឹងបើបងប្អូនចាប់ផ្ដើមជួយប្រើសារនយោបាយគឺបងប្អូនចូលនៅក្នុងលបាយនយោបាយរបស់គេហើយអត់មានដំណោះស្រាយណាទៅបានទេបើសិនជាបងប្អូនចាប់ផ្ដើមឃើញភ្លើងឆេះហើយយើងនាំគ្នាទូលសាំងម្នាក់មកកដងឬក៏ម្នាក់មកផ្ទាល់យកទៅជះហ่าបងប្អូននឹងដឹងលទ្ធផលហើយថាតើវានឹងបានអីមិនអញ្ចឹងវាមានតែទូលទឹកទេយកទៅផលិតតែបើយើងទូលសាំងឲ្យប្រេងកាតហ្នឹងតើវាបានទៅលលុតស្អីអាលាកខ្លួនឯងទៀតដោយសារតែឆាបមកវាឆេះខ្លួនយើងណាអញ្ចឹងយើងកាត់បន្ថយទៅហើយអារឿងកិច្ចការនយោបាយថៃនេះណាឲ្យគេដោះស្រាយទៅគេចេះចាត់ចែងស្រុកទេសគេចេះអីចឹងហើយយើងនឹងវាចាស់ទុំរបស់យើងនឹងវាល្អហើយតែយើងទៅអូសវាស់វែងស្អីណាស្រុកនេះនឹងមានបញ្ហានេះបញ្ហានោះរឿងនេះហើយរហូតដល់លោកហ៊ុនសែនមានប្រសាសន៍ពីរឿងណាចង់ទម្លាយខ្សែអត្តសម្លេងឬក៏ថាសារដែលលោកថាក់ស៊ីននិយាយនៅផ្ទះគាត់មិនពីការស្អប់ព្រះមហាក្សត្រថៃអីខ្ញុំថាលោកហ៊ុនសែនបានយកក្រុមគ្រួសារតកូលថាក់ស៊ីននេះដាក់ចូលក្នុងក្តារមឈូសហើយខ្លាយទៅជាសាកសពហើយបានន័យថានៅតែគេបញ្ជូនយកទៅប្រឆាហើយនិយាយទៅបានន័យថាដឹកដល់ប្រឆាបាត់ទៅហើយម៉ោងនេះនៅតែចូលដុតទេព្រោះអស់ហើយអ្វីដែលជាខ្សែអត្តសម្លេងដែលបែកធ្លាយនេះគឺក្រុមគ្រួសារតកូលថាក់ស៊ីនហ្នឹងមិនត្រឹមតែធ្លាក់ពីតំណែងនេះបន្តិចទៀតណាជាប់គុកមិនដឹងអាចជាប់គុកអស់មួយជីវិតឬក៏និរទេសខ្លួនអីយ៉ាងម៉េចទៀតរត់ចោលស្រុកអីយ៉ាងម៉េចទៀតដោយតាលោកថាក់ស៊ីនទៅដូចបាយនឹង10ឆ្នាំជាងហ្នឹងទៀតក៏ថាបានឬក៏រត់មិនទាន់ផងដោយសារអីដោយសារតែការបំផ្លាញគ្នាហ្នឹងយើងជឿហើយអ្នកណាក៏ចង់ឲ្យថៃលលាយទៅឲ្យបាត់ទៅដើម្បីអីរកដំណោះស្រាយអីឆាប់ទៅព្រោះដូចវល់ខ្លាំងណាប៉ុន្តែយើងមិនដល់ថ្នាក់ដែលមនុស្សដែលគេដាក់នៅក្នុងសពនៅក្នុងក្តារមឈូសឲ្យក្របហើយយើងយកតែគោលទៅដំទៀតណាបើស្លាប់ទៅហើយយកតែគោលដំទៀតខ្លាចសាក់សពនឹងងើបមកពីមឈូសអាហ្នឹងវាដូចជាជ្រុលពេកយើងថែមខ្លាំងពេកលោកថាក់ស៊ីនហ្នឹងអ្នកណាមិនដឹងគាត់ស្អប់ព្រះមហាក្សត្រអត់ដែលត្រូវគ្នាទេការដែលត្រូវជាមួយព្រះមហាក្សត្រចុងក្រោយគឺជាការដោះដូរដើម្បីឲ្យបានការលើកលែងទោសបានចូលមកប្រទេសវិញអីអញ្ចឹងទៅធ្វើរៀងទុនខ្លួនតិចប៉ុន្តែគេដឹងថាក្រុមគ្រួសារតកូលថាក់ស៊ីនហ្នឹងមានដែលត្រូវជាមួយព្រះមហាក្សត្រថៃពីកាលហើយយើងក៏ដឹងដែរថាច្បាប់
ព្រះមហាក្សត្រថៃច្បាប់គេហៅប្រមាថបច្ចេស្តាព្រះមហាក្សត្រហ្នឹងក៏វាតឹងណាស់នៅប្រទេសថៃអត់មានបានប្រែប្រួលទេអ្នកណារករឿងអីហ្នឹងទៅអស់ហើយដូចក្រុមយុវជនថ្មីអីគាត់តែចង់កែប្រែច្បាប់តាក់ទងនឹងរឿងព្រះមហាក្សត្រអីហ្នឹងគឺថាលបូតក៏អីអស់លេងចឹងដូច្នេះទៅថែមប្រាប់ថានឹងមានស្អីទៀតវាដូចថាជួយថែមដេគោលដល់អញ្ចឹងគេមើលមកហ្នឹងដូចថាលោកចង់បានអីឲ្យប្រកាសចង់និយាយឲ្យគ្រួសារនឹងលលាយប៉ុណ្ណឹងហើយយើងចង់ថែមទៀតអញ្ចឹងគេថាយើងនឹងវាអាក្រក់ហួសខ្ញុំចង់និយាយថាបើមានបេះដូងមនុស្សធម៌ខ្លះដែរចង់និយាយដើម្បីបើកផ្លូវថ្ងៃក្រោយទៅយើងអាចវានៅតែថៃហើយនឹងកម្ពុជានឹងភូមិផងរបងជាមួយទេយ៉ាងហោចណាស់ក៏ប្រជាពលរដ្ឋថៃនិងប្រជាពលរដ្ឋខ្មែរនឹងក៏មានតំណែងតំណងគ្នាល្អល្អឿនគ្នាច្រើនដែរតាពលករយើងនៅគេ2លាននាក់ណាបងប្អូនពលករយើងនៅគេ2លាននាក់យើងគាត់ទៅចាំប៉ុណ្ណឹងបានហើយយើងក៏ពឹងគេក៏ពឹងយើងគិតថាយើងយកពលកររបស់យើងមកវិញទាំងអស់ល្អហើយផ្ដាច់ដង្ហើមសេដ្ឋកិច្ចថៃប៉ុន្តែយើងបានការងារណាឲ្យធ្វើ2លាននាក់ហ្នឹងហើយសួរថាពួកគាត់មកវិញអត់មកទេបងប្អូនខ្មែរច្រើនណាស់អត់មកវិញទេបងប្អូនអញ្ចឹងហើយបាត់ជានៅជាប់កាំងនៅក្នុងប្រទេសថៃមកតែបងប្អូនមួយចំនួនដែលទៅព្រឹកមកល្ងាចមកព្រឹកអីឡាក់តិចតួចអញ្ចឹងតែអ្នកទៅនៅក៏វេចក៏ណាបានជាពូនកូនចៅមានសាលារៀនមានស្អីគេមានការងារធ្វើរាប់10ឆ្នាំទៅហើយនោះគ្នាមកមិនរួចទេបើទោះបីជានេះចាំបានថាតែពេលយើងបង្កើតឲ្យមានអាការស្អប់គ្នាអញ្ចឹងទៀតទៅវាធ្វើឲ្យគេអាចនឹងចេះកំហឹងអ្នកគ្រប់គ្រងតកូល Thaksin គេច្បាស់ជាចេះកំហឹងគេមិនអាចមករករឿងអីលោកហ៊ុនសែននៅខ្មែរបានទេតែឆ្លងដែនឆ្លងបានតែគេនឹងធ្វើបាបប្រជាពលរដ្ឋខ្មែរនៅស្រុកថៃឯណោះដោយសារអីគេស្អប់មេដឹកនាំយើងគេទៅចាស់កំហឹងជាមួយខ្មែរនោះដើម្បីឲ្យធូរស្រាលផ្លូវចិត្តរបស់គេអញ្ចឹងមិនថាតែពេលយើងចាក់ហើយចាក់ទៀតអញ្ចឹងទៅវាបង្កើតទី1ភាពស្អប់ខ្ពើមចិត្តសាសទី2គឺគេធ្វើឲ្យយើងអន់ក្នុងនាមជាអ្នកដឹកនាំយើងខ្សោយដូចថាយើងអត់មានការសណ្ដោសឬក៏ខន្តីអីខ្លះយើងថែមរហូតហើយខ្ញុំជឿថាសារហ្នឹងគាត់ចង់និយាយដើម្បីគម្រាមខាងភាគីតកូល Thaksin ហ្នឹងកុំឲ្យលើករឿងអីបញ្ហាចំណុចខ្សោយអីពីរដ្ឋាភិបាលកម្ពុជាព្រោះគាត់ថាគាត់កាន់គេហៅថាអាត់នៅក្នុងដៃឬក៏មានអាត់កំបាំងអីមួយចាំតែប្រឡែងទៅដើម្បីដូចជាការបំភ័យខាងនោះអីចឹងដែរប៉ុន្តែខ្ញុំជឿថាខាង Thaksin អស់ហើយអារឿងសារបាយធ្លីហ្នឹងវាអស់មានស្អីត្រូវការស្ដារតកូល Thaksin ហ្នឹងឡើងវិញបានណាអត់សោះតែម្ដងដោយសារអីបង្ហាញអំពីជាតិសាសន៍មួយដ៏ថោកបើយើងនិយាយភាសាសាមញ្ញឲ្យស្រួលស្ដាប់ក្នុងនាមជានាយករដ្ឋមន្ត្រីមកនិយាយអង្វរប្រធានព្រឹទ្ធសភានៃប្រទេសមួយប្រាប់ពីចំណុចដែលខ្លួនចង់ឲ្យជួយដោះស្រាយអញ្ចឹងទៅសុំអង្វរហើយទៅវាយប្រហារមេតបខ្លួនឯងទៀតអីអញ្ចឹងទៅគ្នាធ្វើហ្នឹងគឺដើម្បីក្នុងន័យថាបន្ទុនឲ្យដោះស្រាយកុំឲ្យគេផ្ដួលរំលំរដ្ឋាភិបាលឲ្យឆាប់ប៉ុន្តែអត់បានជួយអីគ្រួសារនៅពីហ្នឹងឥឡូវហ្នឹងអញ្ចឹងទៅចាញ់ខ្សែអាត់សម្លេងហ្នឹងទៅធ្វើឲ្យគ្រួសារនេះក៏រលាយទៅហើយក៏ចាប់ផ្ដើមថែមឲ្យរលាយខ្លាចរលាយអត់ឆាប់អីចឹងទៅខ្ញុំជឿថាដូចខ្ញុំនិយាយចឹងថារដ្ឋាភិបាលថៃបើកើតឡើងថ្មីមកក៏ល្អដែរប៉ុន្តែដំណោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជានឹងមិនវិលត្រឡប់ទៅរកភាពដើមទោះក្នុងរូបភាពណាក៏ដោយដោយសារអីរដ្ឋាភិបាលថៃណាក៏ដោយក៏អត់ទុកចិត្តរដ្ឋាភិបាលកម្ពុជាដែរនៅក្នុងការជជែកគ្នានេះក៏ប៉ុន្តែមិនបាច់ចាំទៅជែកទ្វាក្រោយទ្វាស្អីណាក្រោបតុកអីទៀតទេនៅពេលដែលមានរដ្ឋាភិបាលហើយជជែកតែផ្លូវការអញ្ចឹងទៅក៏ល្អដែរហើយបើក្រៅពីផ្លូវការមិនបាច់ជជែកមិនបាច់ធ្វើអីទាំងអស់ព្រោះដោយសារចាប់ពីម៉ោងហ្នឹងទៅអាក្រៅផ្លូវការហ្នឹងលែងបានផលហើយព្រោះលែងទុកចិត្តគ្នាអស់ហើយអញ្ចឹងខ្ញុំសរុបពីរឿងសង្គ្រាមតើយើងអាចមានសង្គ្រាមដែរទេបងប្អូនកាលមុនខ្ញុំវិភាគថាយើងអាចជៀសវាងសង្គ្រាមបានហើយដោយសារអីដោយសារភាគីទាំងសងខាងសុទ្ធតែនិយាយអំពីការរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការល្អក្នុងអ្នកដែលជាភូមិផងរបងជាមួយហើយមានការសន្យាច្រើនណាស់នៅលើឆាកអន្តរជាតិហើយក៏ចង់ឲ្យមានការចរចាទ្វេភាគីហើយនឹងអីចឹងតទៅទៀតដែរខ្ញុំឃើញខាងខ្មែរក៏និយាយអញ្ចឹងខាងថៃក៏និយាយអញ្ចឹងសូម្បីតែថ្ងៃហ្នឹងលោកហ៊ុនសែនក៏មានប្រសាសន៍អញ្ចឹងដែរថាចង់ឲ្យវាមានចង់បានសន្តិភាពចង់បានភាពសុខដុមរមនាជាមួយគ្នាមានគេហៅចរចាទ្វេភាគីបដាដោះស្រាយរឿងក្តីតាមតុលាការបដាអត់អីទេតាមតុលាការប៉ុន្តែឲ្យតែបើកច្រកចរចាខាងថៃក៏គេថាចរចាអញ្ចឹងបើភាគីទាំងសងខាងបង្ហាញភាពចរចាតើយើងអាចមានសង្គ្រាមយ៉ាងម៉េចនឹងកើតបើអញ្ចឹងក៏ប៉ុន្តែនៅពេលដែលក្រោយពីមានការបែកធ្លាយនៃសម្លេងសន្ទនាគ្នារវាងបេថងឋានហើយនឹងលោកហ៊ុនសែនអ្វីវាប្រែប្រួលច្រើនមែនតើតំបន់ព្រំដែនលែងដូចពីមុនថៃចាប់ផ្ដើមបិទព្រំដែនចោលឈឹងតែម្ដងរឿងនេះគឺជាការបង្កើនកម្ដៅឲ្យឆេះដើម្បីឲ្យខ្មែរប្រតិកម្មឲ្យកាន់តែខ្លាំងសនុកផ្ទុះអាវុធហើយនៅពេលដែលផ្ទុះអាវុធវាពិបាកថយក្រោយណាស់ប៉ុន្តែតើផ្ទុះកើតទេបងប្អូនវាអត់ផ្ទុះឲ្យកើតទេព្រោះបើសិនជាខាង
บัดพรมแดนวิเคราะห์ตายจีเรื่องแต่ต้องหนึ่งมนุษย์ทว่าเรื่องสีเวลบัดแต่โยธีเนี่ยบัดกระไรปันใต้เรื่องโยธีได้ตุลมกนี้คือยึดดอกทอยเอาให้เอาเป็นตัวไปโชว์มกนี้นะตีเตะกายสำรวจดอกทอยเองนะวันนี้ท่ายูเคยแต่เห็นไทยดาวมาฉลองกัดเองจังเนื้อแต่อันยี่ขึ้นบ้านนี่เคยแต่เห็นขมายนั่งแบบเอาตัววิ่งเองจังtớiในยี่สลับขึ้นบ้านนี่เดี๋ยวใช่ไหมวิอัตเติมมีนกับรัฐนั่งตีhai việc bản đăng đại tiêm đã tới là ca cho thọ ăn rạ chiên nắng còn nơi tai chiên thì tê vị thi nắng tới hồ hài chẳng đại mình toàn bàn đã mét bàn tay vì cho tới chẳng tới khả năng ca ấy bạc ca mà bấm phơi rừng cream thằng ấy thở đáy trong bạch tới đăng nơi là ca đấy đọ bị mà vinh đọ sẽ cái đây chu đồng năng với dùng vay kia vinh tên chẳng mình chẳng chắc trong đây ní cứ dương ban chơi rơi vị thi vay kia thế cho hai đấy ban chỉ toạp cho tới ca lang nó prom đáyบางครั้งพี่กิจกรรมไปเชี่ยวชมอัดงานเลยตอบการพรมได้ธรรมดาแต่เป็นมีลูกซูนราวน์สลับจังการไปเชี่ยวเถอะแต่ไปจูนตอบเตอร์ดับไปการพี่คลายเกมลมเปลี่ยนอย่างจังก็น่าจะการพี่เตอร์กันนักวิจัยหยุดสัตว์ตอบตอบมีนไปปัญหาไอ้ในพรมได้อัดเลือกเตอร์ตาประคายประบีวัดการบดประดาอะไรปีมุนมาได้คำมันจะจำปืนใบใบกวาดมานั่งอยู่แต่เธอไอ้มีแต่เตอร์พรมได้นั่งไอ้แต่โกนั่งไอ้ชรามเตอร์ดับไปเตรียมปรุเชิงปรุอะไรจังเตอร์ก็เป็นแต่มันจะการเตรียมดับไปบังคืนนี้แต่บอกอัดมีนให้พ่อหนึ่งบังให้พอแล้วเราบดทอยหมอหาดำบอลใดนี่เลยเพราะแล้วโดยภาษาตะมอนภาษาตากระใบภาษาตะมอนเจ็บเส้หรือโซธาไทยนั่นคือจังบัดจังไอจังหรือก็จะบัดไอก็บัดแต่บัดก็หล่อได้เวลมันจำบัดจะมีการฉลองบัดมาริยะเตยขุปงตามตังนั่งการโจเตยภาษาตังสันเตยปลุกไอกระปงแบบมีการโรตับตัววุฒิดะคเนียนจังเตยยืงนอมคเนียสำระสันเตยบอมปูนตังซองค้างตังคางไทยตังคางขมายยืงปลุกสถานภาพนั่งวิอัดแมนนำนายพอสมัยยืงtừ đồng bọn năng ấy thì dương trong từ thả năng chuyện đây dương lỗ hơi phần tay bờ dương cái cặp bông từ rồi tập tu hỏa vớt lực lên từ dương khang ấy trai dương từ rồi bỏ cái tu lụa năng dương phải chuyển từng cái phù hợp tu đúng mắc cái dương bàn sẽ bỏ cái tu spawn đây năng dương mà lụa năng đang nghe phần tay bờ dương admin cái ca như ấy sầm rạn nơi kia mà dạ sân tới hay tu bây từ dương từ về năng từประสาทdương năng còn mình màn ban này thay dương tiền tiaประสาทnăng ban màu đầy xa tầm miền vật tầm miền dương từ năng để màn chẳng ngheประสาทขมายvề đây từขมายdương từ pi ná có chỉประสาทขมายđây chẳng 700 từ pi năng còn nơi ta chỉประสาทขมายđây hai bà tây pi năng cứ bị bằng cao nói miền sàn ở phía với căn tai rụm pơn với phát quan đó sự vật tập phía rồi bọn này để tây năng tiệp phong anh chẳng là khi mà gì ní cứ đây khmายdương tây pi năng các bạn này còn là tháp pi ní được chia mai âu chẳng bà ta lư kê thang cái lại năng đồng bọn ạ xong thì sọc miền kê bánh kia miền ấy nãy đây trong ai con dương tây rong năng mình chăng bao việc chia ngay cùng tây cái lại năng kê cặp bông tài tu hợp một bánh kia chẳng dương đầm bay sự vật tập phía ao dù bao kia tây màn chơi chùm rôn kia tây dạ đôi khi mà chẳng tây từ không cả này lụi trái rồi từ rồi bỏ cái túi nàyแล้วใช้สังเกตยอดมีนเตะขนมในหนังไทยกันแต่ยุ่งๆทั้งก็จะแต่ทัวร์เอานี่ทั้งขมายยังจะแต่ตุบเตรียมจำแต่กาเปียคล้วนเชียงกาแต่วีบอยหรือก็ถ่ายหมายถ่ายวีบอยถ่ายจับประดามมุนให้ขมายอัดมีนตุ่มรอบจับประดามมุนเตะยังมือกี่บังลูกส่วนเราสลับนั่งก็โดยซาไทยกี่บังมุนได้โดยเฉพาะยืงนั่งวีจีเนี่ยได้สโลดได้เตะจังยี่ขนมเนมถ่ายยืงกรุ๊ปไอจังได้โดยเฉพาะยังเชื่อท่าเรื่องนี้วีมันอาจมีนสังเกตก็เป็นแต่bờ sân chiaนโยบายในที่ไทยนั่งกินในแต่รวมเชื่อรวมชัวคือกินนั่งดัดพรมได้นั่งให้ต่อไปดัดยูtới aiได้ยังตรอมแรงบานนะเนเป็นนั่งไงบานทับปะกินนั่งดัดแต่ปากใบพรมได้นั่งพรัวในบางก็แรงแต่หมกอะไรยังไงเพย์ไว้นี่คือกินหนึ่งเธอปาตกรรมมหาปาตกรรมตุ่มแหละเนี่ยใส่ยิงละสมตัวไปท้องทานไอ้นั่งจังยังจำมือต่อติดบอมพูนแต่อย่างนั้นขยมสรุปสกายมาวิ่งคือนั่งไอ้เรื่องนี้ขยมบานจุดเรียบจูนบอมพูนเราดาวแต่ใบบุญเรื่องจบคืนนี้còn là tha ở đây đây sầm khánh cứรัฐบาลกัมพูชีหล่อม้อมชุบต่อตั้งจมูกหนึ่งเนี่ยได้สมพอเดมีนเอาไปเรื่องไอซีเจหรือก็เรื่องไอ้นั่งเตอเอาไอ้บ้านกับเอาไอ้บ้านพอต่อติดตั้งคนแต่เป็นเยอะเตอบ้านให้เกี่ยจังเอาแต่ด่าเตเกี่ยมันจังเอาด่าให้บัสันจียืงมีนจัดถ่ายจังด่าก้มแต่คังเกเรื่องเกทาเรื่องไอ้ก็มันด่านั่งก้มแต่คังเกด่าแต่มันจังกี่คนชื่อจ้าแล้วให้ไอ้บ้านแต่คังเกแต่เจ้ากี่ทานจังเจ้าไอ้เวลาจำบันจังแต่ให้ดูจำใหญ่จังทาปลาประปวนสับไซหรือบอกครูนังจ่อมีนชรานะปีใบปวนปอยเนาะไซเตอร์เวียมไอเตอร์บ่ซาปอร์มีนยังคลังมีนเปรียบยังใจเตอร์กิสดับไปคลายแต่ยังทัวไอซาปอร์มีนนั่งคลายแต่ชีซาปอร์มีนพิธีซาดังจังเกลัยสดับอันนั้นก็กู้แต่กายซาปอร์มีนหรือบอกครูนังเอาเวียอับเอาดับเป็นมีนกายงี้ไอจำใบถือกาปอร์มีนนั่งอ๋อมีนไอหมดไซซะบาดบอมโอนจังเรื่องนี้จับตันปนนะหายชมสมอคนบางคนอย่างเชื่อในบ้านตามด้านสลับกับสายระบบย้ำตังปิดดาวระโหดมาดอลจับหายเชื่อทาเรื่องวิแวงหายสมัครเชื่อใส่ในแวงชมโรเป็นในเย่ใครมันบ้านในไงสายชมหนึ่งในเย่ปีการเตรียมสำหรับ
ចរចាជាមួយឬក៏មិនមែនចរចាទេទៅជួបមន្ត្រីការបរទេសរបស់អង្គការសេវកម្ពុជានិងសហគមន៍ខ្មែរហើយខ្ញុំមានព័ត៌មានតកតងនឹងលឹមធីរីដើម្បីជម្រាបជូនបងប្អូនខ្លះដែរព្រោះរវល់តែរឿងព្រំដែនផ្លិចរឿងមិនមែនថាផ្លិចទេមិនបានឆ្លៀតផ្សាយរឿងលឹមធីរីជូនបងប្អូនឲ្យបានដឹងថាតើទៅដល់ណាហើយរឿងហ្នឹងហើយគ្នាយ៉ាងម៉េចទៅហើយអីចឹងលាក់នឹងលាក់បាទរឿងពីរនេះខ្ញុំនឹងផ្សាយជូននៅថ្ងៃស្អែកបងប្អូនអរគុណច្រើនសូមជម្រាបលា